មួយមើលបងប្អូនអត់ឃើញ share សោះណាចូលរួម share ហើយ like share share like និយាយលេងឲ្យបានសុបាយបាទបងលេងសុកនាងបាទសួស្ដីតជាស្នាមបេះដូងឲ្យ share ទាំងអស់គ្នាតោះឥឡូវធ្វើការបកស្រាយតែម្ដងឥឡូវខ្ញុំបាទសូមធ្វើការជម្រាបជូនទៅដល់បងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសឲ្យបានជ្រាបពាក់ព័ន្ធជាមួយនឹងតើពួកអមនុស្សមានសមត្ថកិច្ចឬប៉ូលីសដាក់ទោសដែរឬទេដាក់ទោសហ្នឹងគេចង់និយាយថាដាក់ទោសពួកអមនុស្សដែលធ្វើខូចនេះគេចង់និយាយថាមានអត់ណាបានវាចេះតែចេញមកធ្វើអំពើលើមនុស្សណាបងប្អូននេះចូលតើពួកអមនុស្សមានសមត្ថកិច្ចឬប៉ូលីសដាក់ទោសដែរឬទេណាដាក់ទោសហ្នឹងគឺដាក់ទោសពួកអមនុស្សដែលខូចដើរធ្វើគេធ្វើឯងបានវាចេះតែមកធ្វើអំពើលើមនុស្សឲ្យមនុស្សឈឺឲ្យមនុស្សឈឺសក់ឲ្យមនុស្សចេះមនុស្សចុះតើមានអត់អញ្ចឹងខ្ញុំសូមជម្រាបជូនបាទបងតារាពេជ្របាទអរគុណច្រើនបាទអូបងជីឆាយបាទជម្រាបសួរបាទអូបងសធាបងខ្ញុំផ្សាយ10គ្រប់ហើយអរគុណសម្រាប់ការផ្សាយណាអរគុណច្រើនហ្នឹងអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនដល់បងប្អូនខ្មែរយើងទាំងក្នុងក្រៅប្រទេសអរគុណច្រើនមនស្រែបាទអរគុណអញ្ចឹងខ្ញុំសូមជម្រាបជូនដល់បងប្អូនឲ្យបានជាពាក់ព័ន្ធជាមួយនឹងបញ្ហាតើពពួកអមនុស្សមានសមត្ថកិច្ចឬប៉ូលីសតែខ្ញុំក្នុងពេលនេះខ្ញុំអត់និយាយពីប៉ូលីសទេខ្ញុំអត់និយាយពីប៉ូលីសទេប៉ូលីសគឺជាពាក្យរបស់មនុស្សយើងដាក់ថាជាប៉ូលីសណាតួនាទីជាអីអាហ្នឹងជាការងាររដ្ឋាភិបាលខ្ញុំមិនបានដឹងថាប៉ូលីសមានតួនាទីជាអី PM មានតួនាទីជាអីទាហានមានតួនាទីជាអីឬក៏ស្អីមានតួនាទីជាអីខ្ញុំអត់ដឹងទេតែខ្ញុំនិយាយពីខាងផ្លូវក្នុងដែលជាលក្ខណៈខ្មែរយើងតែម្ដងបាទយើងនិយាយផ្លូវក្នុងនេះក្នុងន័យនេះយើងចង់និយាយថាពពួកអមនុស្សណាកុំនិយាយផ្លូវក្នុងបងប្អូនឆ្ងល់ទេផ្លូវក្នុងស្អីលោកគ្រូផ្លូវក្នុងពោះវៀនមែនអានោះក្នុងពោះណាមិនមែនទេខ្ញុំនិយាយឲ្យខ្លីដល់ថាពាក់ព័ន្ធជាមួយអ្នកដែលគ្រប់គ្រងបើយើងនិយាយទៅវាយើងមិនអាចថាជាសមត្ថកិច្ចឬប៉ូលីសទេបាទឈប់លោកគ្រូចាក់អីទេក្មេងម៉ងលោកគ្រូរៀនចេះមន្តអាគមហើយសាបអាហ្នឹងអត់ទេខ្ញុំមិនតាន់អានេះខ្ញុំបកស្រាយសិនឲ្យចប់សិនកុំឲ្យមានការយល់ច្រឡំបាទផ្សេងសំហុបទឹកតិចសិនណាបកស្រាយបន្តទៀតតើពួកអមនុស្សមានសមត្ថកិច្ចឬក៏ប៉ូលីសដាក់ទោសដែរឬទេអញ្ចឹងក្នុងពេលនេះខ្ញុំអត់និយាយពីសមត្ថកិច្ចឬក៏ប៉ូលីសអីទេខ្ញុំនិយាយពីអ្នកតាម្ចាស់ស្រុកហ្នឹងយ៉ាងម៉េចបាននិយាយពីអ្នកតាម្ចាស់ស្រុកណាអ្នកតាម្ចាស់ស្រុកគឺអ្នកតាម្ចាស់ទឹកម្ចាស់ដីនៅតំបន់ស្រុកហ្នឹងណាខ្ញុំនិយាយចេះអញ្ចឹងបងប្អូនសួរថាតើពួកអមនុស្សមានសមត្ថកិច្ចឬក៏ប៉ូលីសដាក់ទោសដែរឬទេខ្ញុំចង់និយាយថាអត់និយាយសមត្ថកិច្ចឬប៉ូលីសទេខ្ញុំនិយាយពីអ្នកតាម្ចាស់ស្រុកហ្នឹងគឺអ្នកតាម្ចាស់ទឹកម្ចាស់ដីណាអ្នកតាម្ចាស់ស្រុកគឺអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅតំបន់ស្រុកហ្នឹងអញ្ចឹងអ្នកតាម្ចាស់ស្រុកនេះគឺគាត់ឃុំគ្រងគ្រប់គ្រងនៅលើស្រុកហ្នឹងមួយដូចថាស្រុកហ្នឹងស្រុកអីស្រុកហ្នឹងជាស្រុកអីមួយឧទាហរណ៍ស្រុកកចុះយើងកុំនិយាយស្រុកនេះស្រុកនោះណាជាស្រុកកបាទបងសធារិទ្ធគង់សូមអរគុណលោកគ្រូចំពោះការបកស្រាយអត់អីទេបងបើឲ្យតែខមមិនបងចូលមកសួរលក្ខណៈចង់ចេះចង់ដឹងខ្ញុំបាទនឹងធ្វើការបម្រើបងហើយនឹងបងប្អូនខ្មែរទាំងក្នុងក្រៅប្រទេសរហូតដល់អវសានបាទក៏ប៉ុន្តែសុំគុំខមមិនអីដែលជាលក្ខណៈកកោរំខានចៃដន្យខ្ញុំកំពុងតែបកស្រាយលោកគ្រូមិនអត់អានខមមិនខ្ញុំមិនអត់អានខមមិនខ្ញុំបាទគុំអីបាទបើសិនជាខមមិនចឹងបានន័យថាកកោណាហ្នឹងហើយមួយទៀតចង់និយាយថាខមមិនឲ្យត្រូវប្រធានបទបាទក្មេងឌឺបងសួស្ដីអរគុណនៃក្តីគោរពអញ្ចឹងបន្តទៀតអញ្ចឹងក្នុងពេលនេះខ្ញុំអត់និយាយពីសមត្ថកិច្ចប៉ូលីសឬក៏សមត្ថកិច្ចទេខ្ញុំនិយាយពីអ្នកតាម្ចាស់ស្រុកអញ្ចឹងអ្នកតាម្ចាស់ស្រុកគឺតំណាងឲ្យគាត់ឃុំគ្រងមកស្រុកហ្នឹងអញ្ចឹងអ្នកតានេះគឺគាត់គ្រប់គ្រងនៅក្នុងស្រុកហ្នឹងមួយក៏តែស្រុកនេះវាមានអ្នកតាតាមភូមិទៀតអ្នកតាភូមិនេះអ្នកតាភូមិនោះអ្នកតាភូមិនេះអ្នកតាភូមិនោះភូមិ1ភូមិ2ភូមិ3ភូមិ4វាមានអ្នកតាតាមភូមិទៀតណាវាមានអ្នកតាតាមភូមិអញ្ចឹងយើងនិយាយពីអ្នកតាម្ចាស់ស្រុកហើយនិងអ្នកតាតាមភូមិមកស្រុកហ្នឹងមានប្រមាណ100ភូមិណាឧទាហរណ៍មកស្រុកហ្នឹងមាន100ភូមិខ្ញុំអត់និយាយពីប្រទេសណាទេណាសូមបញ្ជាក់បាទបងឃីមជម្រាបសួរលោកគ្រូខ្ញុំចូលចិត្តនឹងជូនពរលោកគ្រូសុខភាពល្អអរគុណច្រើនបងឃីមបាទអញ្ចឹងសូមបកស្រាយសិនអញ្ចឹងខ្ញុំសូមបន្តទៀតជូនទៅដល់បងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសបន្តទៀតឲ្យបានឃើញអញ្ចឹងខ្ញុំសូមនិយាយពីនេះមិនលើកថាប្រទេសខ្មែរប្រទេសណាឬក៏ប្រទេសកម្ពុជាអីចេះខ្ញុំអត់និយាយប្រទេសណាទេខ្ញុំនិយាយពីតំបន់អញ្ចឹងនៅក្នុងតំបន់មួយហ្នឹងគឺមានអ្នកតាម្ចាស់ស្រុកអញ្ចឹងម្ចាស់ស្រុកហ្នឹងក៏គ្រប់គ្រងមកស្រុកហ្នឹងក៏ប៉ុន្តែក្នុង
ក្នុងស្រុកហ្នឹងវាមានអ្នកតាប្រចាំភូមិទៀតភូមិ1ភូមិ2ភូមិ3ភូមិប្រហែលចឹងគាត់ថាភូមិនឹងមាន100ភូមិអញ្ចឹងក្នុងភូមិហ្នឹងវាមានអ្នកតាសឹងតែ100ភូមិអ្នកតាប្រចាំភូមិទៀតបន្ទាប់ពីអ្នកតាប្រចាំភូមិយើងប្រៀបថាជាសន្តិសុខចុះបាទបើយើងនិយាយពីឋានៈស្មើនឹងសន្តិសុខមិនន័យថាអ្នកការពារទេត្រូវទេបងប្អូនបាទឡាយយូរហើយបងឡាយយូរហើយបងប្អូនសន្តិសុខស្មើអ្នកការពារមិនមែនបងប្អូនសន្តិសុខខ្ញុំអត់យល់ពាក្យថាសន្តិសុខទេសន្តិសុខហ្នឹងប្រែថាអ្នកការពារមិនមែនបងប្អូនបាទកុំឲ្យខ្ញុំយកមកប្រៀបធៀបទៅវាខុសអញ្ចឹងសន្តិសុខហ្នឹងស្មើអ្នកការពារឬស្មើនឹងអីបងប្អូនជួយប្រាប់តិចមើលខ្ញុំព្រោះខ្ញុំអត់យល់ការរចនាសម្ព័ន្ធខាងក្រៅនិងរចនាសម្ព័ន្ធខាងក្នុងខ្ញុំយល់តែខាងក្រៅខ្ញុំអត់យល់ទេដូចប៉ូលីសដូចទាហានដូចជាPM ណាឬក៏អាវុធហត្ថអីចឹងទៅវាគេមានទូទីមិនខ្ញុំអត់យល់ទេពាក់ព័ន្ធនឹងរឿងហ្នឹងតែខាងក្នុងគឺផ្សេងខាងក្នុងនេះខ្ញុំចង់និយាយថាអ្នកតាអញ្ចឹងបើសិនជាសន្តិសុខយើងអាចចាត់ទុកថាស្មើអីបងប្អូនមើលជួយប្រាប់តិចមើលមានបងប្អូនណាដឹងអត់ខ្ញុំវាអត់យល់ព្រោះគ្រាន់តែគេមានសន្តិសុខការពារនេះព្រោះខ្ញុំធ្លាប់ឮសន្តិសុខគាត់យាមការពារកន្លែងនេះសន្តិសុខគាត់យាមការពារនោះតែសន្តិសុខមានន័យមិនបាទដូចលីមហួតបាទលោកគ្រូស្មើនឹងប្រជាការពារអញ្ចឹងអញ្ចឹងសន្តិសុខស្មើនឹងប្រជាការពារចាខ្ញុំឃើញលោកគ្រូហើយសង្ហាណាអូអរគុណច្រើនបិទភ្នែកដើម្បីអូនបាទអរគុណបាទអូបិទភ្នែកដើម្បីអូននិយាយថាខ្ញុំឃើញលោកគ្រូនៅខាងក្រៅសង្ហាមានអ្នកផ្សេងហ្នឹងតាមឲ្យមកថតរូបយកទៅទៀតឡើយបាទហាក់ហុកលីងខ្ញុំចូលចិត្តការបកស្រាយលោកគ្រូរហូតអរគុណបាទក្មេងឌឺបាទអរគុណអញ្ចឹងយើងចាត់ទុកថាសន្តិសុខស្មើប្រជាការពារអញ្ចឹងយើងចង់និយាយថាសន្តិសុខនេះយើងប្រៀបថាអ្នកការពារចុះយើងចង់និយាយថាអ្នកការពារចុះអញ្ចឹងនៅក្នុងស្រុកហ្នឹងគឺមានអ្នកតាម្ចាស់ស្រុកដើម្បីរក្សាចាស់ទឹកចាស់ដីហ្នឹងហើយនឹងមានអ្នកតាតាមភូមិអញ្ចឹងមានអ្នកតាតាមភូមិហើយនៅតាមផ្ទះគឺមានប្រភូមិណាមានប្រភូមិនៅក្នុងផ្ទះមានជំនាញផ្ទះបាទនៅជុកបរិវេណជុំវិញផ្ទះក្នុងផ្ទះវាមានមរិញគង់វាលដែលជាអ្នកថែរក្សាការពារដូចគ្នាបាទអ្នកការពារសុវត្ថិភាពអញ្ចឹងខ្ញុំបន្តទៀតអញ្ចឹងពាក់ព័ន្ធជាមួយនឹងណាជាមួយនឹងបងប្អូនសួរថាតើពពួកអមនុស្សមានសមត្ថកិច្ចដាក់ទោសពួកវាបានដែរទេខ្ញុំសូមបញ្ជាក់ថាមានសម្រាប់ដាក់ទោសពួកនឹងដូចគ្នាក៏ប៉ុន្តែហេតុអីបើមានហើយហេតុអីបានជាពួកវាចេះតែចេញមកធ្វើអំពើលើមនុស្សហេតុអីបានវាចេញមកធ្វើអំពើលើមនុស្សឥឡូវយើងប្រៀបធៀបអញ្ចេះយើងសួរថាប្រទេសមួយមានប៉ូលីសណាអ្នកការពារឬមើលការខុសត្រូវហ្នឹងហើយឥឡូវឈប់ខ្ញុំបន្តបាទអរគុណច្រើនបងជ័យសារ៉ាត់បាទអរគុណដល់ក្តីគ្រប់អញ្ចឹងខ្ញុំសូមបន្តតិចឥឡូវខាងណាយើងនិយាយខ្លីខាងក្នុងបើយើងនិយាយតែខាងពួកអមនុស្សពួកអមនុស្សគឺវាមានគេហៅថាពួកអមនុស្សវាមានអ្នកតាម្ចាស់ស្រុកអ្នកតាតាមភូមិហើយនៅតាមផ្ទះទៀតណាតាមភូមិផ្សេងណានៅស្រុកបានន័យថាមានអ្នកតាស្រុកធំនឹងមួយការពារស្រុកដឹងហើយនៅតាមភូមិមានអ្នកតាតាមភូមិហើយនៅតាមផ្ទះវាមានប្រភូមិមានជំនាញផ្ទះមានមរិញគង់វាលណាជាអ្នកការពារទៀតចុះហេតុអីបានជាពពួកអមនុស្សនោះវាចេះតែមកធ្វើមនុស្សណាវាចេះមកធ្វើមនុស្សឥឡូវខ្ញុំប្រៀបធៀបនៅក្នុងសង្គមមួយខ្ញុំអត់និយាយប្រទេសណាទេក្នុងសង្គមមួយមានទាំងប៉ូលីសមានទាំងទាហានមានទាំង PM ណាធ្វើការតាមគេចាប់ពួកដាក់អាក្រក់មិនក៏នៅតែមានចោលវាប្លន់យើងនៅវាសម្លាប់យើងនៅតែមានបងតូចបងធំដើរកាប់ចាក់គ្នាណាហេតុអីបានជានៅតែមានហេតុអីបានចំណុចតែមានអាអ្នកដែលតាមវាយគេយកលុយណាវាយយកលុយសម័យមុនគេហៅមានវាយយកលុយណាវាយយកលុយហេតុអីបានជានៅតែមានអញ្ចឹងខាងក្នុងនេះក៏វាមិនខុសគ្នាដែរការគ្រប់គ្រងវាមិនមែនគ្រប់គ្រងបានទាំងអស់ទេព្រោះអីចេះខ្ញុំបញ្យល់ចេះស្រួលយល់វាអាស្រ័យទៅលើអំពើនេះខ្ញុំចង់និយាយបញ្ជាក់ទៅលើកម្មណាអំពើឥឡូវអំពើដែលខ្ញុំបញ្យល់នេះស្រួលយល់ពពួកអមនុស្សដែលអាក្រក់ពពួកអមនុស្សដែលអាក្រក់គឺវាបានសាងនៅអំពើអាក្រក់ដូចជាព្រាយអាបាសែដូចជាព្រាយកលាភ្លើងដូចជាព្រាយតៃហោណាព្រាយដែលអាក្រក់អញ្ចឹងព្រាយអស់នេះហើយណាព្រាយអាបាសែនេះហើយណាសូមបន្តជូនដល់បងប្អូនខ្មែរនៅក្នុងក្រៅប្រទេសព្រាយអាបាសែអស់នេះហើយគឺជាព្រាយដែលបង្កចលាចលធ្វើឲ្យមានការអញ្ចេះការចុះមានបញ្ហាចេះបញ្ហាចុះក៏ប៉ុន្តែសួរថាអ្នកតាម្ចាស់ស្រុកមានទៅធ្វើការងារនឹងអត់អ្នកតាតាមភូមិមានធ្វើការងារនឹងអត់មានអត់គឺធ្វើដូចតែគ្នាចឹងដែលបងប្អូនធ្លាប់ឮគេហៅថាតបភ្លើងងឹតដែលគេច្រើននិយាយថាពាក្យចាស់ធ្លាប់ឮពាក្យគេនិយាយថាតបភ្លើងងឹតអត់បងប្អូនបាទហួតមេងហួតខ្ញុំឮគេថាព្រះភូមិប្រសពនិងប្រទេស
men ọt chụp anh trong câu bóng ố thọp lưu cái gì thật tọp phờ ngất ọt bóng ôn na cái thao ô dục ngày tí bên này miền tọp phờ ngất đá cát á cũng có tranh nhảy nhảy là bóng ôn thọp lưu cái gì thật tọp phờ ngất ọt bóng ôn nó miền bóng ôn na thọp lưu ọt tọp phờ ngất cái gì thật tọp phờ ngất nó bóng anh phi xa mà đưa dưới cái này gì thật tọp phờ ngất miền bóng ôn na thọp lưu tiền đang ọt bạn mà xin chỉ thọp comment thọp nẹt môi mà bạn không phải vô lấy nó hết trong những thứ cả bỏ xài bạn côn chiêng program hệ tha đại chana sầm pon cứ mình khó khăn tì lục rù sang tai group đại chana sầm pon cứ miến từ tua khó từ 8 mục chấm niên đôi kia thọp bóng ôn thọp chớ này thọp này ta khang mưa ok bóng tầm trời bóng chăn chay tầm trời thọp này ta khang mưa bạn ở con chan bật này tầm mấy ôn slime bảo con chan chống bóng ôn thọp chớ này chẳng nè bạn nào thọp chẳng nè thọp chớ nè bạn ở con thọp chớ bạn ở đây thọp chẳng là vậy để trong giấy mình men chỉ ca để che ta nắc khơi ca để che ta giấy ca để che ta sầm mai thế rồi sập hao ấy nó mình giấy bọc pol chia chun khai ọt ôi bong ôn khai từ một hối chơi vừa là cái hướng à bay chừng nữa đâu bạn và tí cái để rung rương nè và tí chết khang như cái rung rương khang cái đây là chưa à bay chừng nữa lực dương phong nè và đây nhưng bạn giấy mua ấy thì chẳng bẹt quan chìm mùi nè toп nè cái hai top phờ ngật đang cứ cái thứ ca nghe đôi khi có một tài nè có bàn tay nhưng xong phải chạy chú bóng ổn định có bàn tay phụ đạ cọ nó đôi chỉ pri à ba sai pri ấy nó pri để to phờ ngất chân vì chơi rốt kích nè vì rốt kích đôi chả trao chẳng à lấy trao về nơi phơi nè sắp từ lưu thang ô ngày nè nè phải lịch cọt trên là bạt chơi mua cho pi chơi ô vì ngày nó bị ọt cái vì được buôn được lại na bị ọt trên thứ ca nghiệp đẹp đấy chẳng phụ à pri à ba sai đi đôi chặt liền nên là pil để cái hai to phờ ngất chân tân chẳng cứ bị ọt nơi tí cái lại chẳng nào vì từ nơi bà co cho lại nam xem xây tiền chẳng ro ngay mình men admin kia bằng crap vậy thì mình men admin kia bằng crap thì nhầm xong mà chạy chun tao bom ôn khaiแต่không năng crap vậy thì mình men admin kia bằng crap thì bà đi thaពួកអាមនុស្សដែលចូលចិត្តចេញធ្វើគេផ្ដេសផ្ដាស់នេះមិនមែនអត់មានអ្នកបង្ក្រាបទេមានក៏ប៉ុន្តែវាយើងនិយាយឲ្យខ្លីទៅបង្ក្រាបវាអត់អស់ទេដោយសារកម្មបើយើងនិយាយកម្មនេះថាអំពើបាទអំពើបងជីឆាយធ្លាប់ទាំងឃើញគេចេញក្បួនហែហមទៀតបាទអានេះខ្ញុំអត់ហ៊ាននិយាយព្រោះតែយើងនិយាយទៅគេថាចេះបងជីឆាយបើសិនជាខ្ញុំនិយាយថាអូខ្ញុំធ្លាប់ឃើញមានតបគេហែហមចេះគេថាគ្រូអុយសផលឯងទៅបំពុលសង្គមអានេះបងឯងមិនមែនគ្រូអត់អីទេដូចខ្ញុំនិយាយមកបងគេនាំគ្នាដាក់ផាំងលៀមលើហ្នឹងគ្រូឯងស្អីធ្លាប់ឃើញភ្នែកអត់អូយបើធ្វើគ្រូឲ្យមិនឃើញមកបកស្រាយរកបកាច់យកអីអត់ទេណាអត់ទេបាទនេះថាអ្វីដែលខ្ញុំបកស្រាយខ្ញុំសួរបងប្អូនតើមានធ្លាប់អត់បាទនេះបងប្អូនធ្លាប់អញ្ចឹងពាក់ព័ន្ធបន្តទៀតពាក់ព័ន្ធថាអ្នកតាម្ចាស់ស្រុកណាអ្នកតាម្ចាស់ស្រុកមួយទាំងមួមានរឿងអីគាត់មិនការពារស្រុកភូមិគាត់មិនការពារស្រុកភូមិគាត់ការពារគាត់ចង់ឲ្យស្រុករបស់គាត់ណាកុំឲ្យមានខ្មោចព្រាយចូលមកអញញ៉ៃមានបញ្ហាចេះចុះក៏ប៉ុន្តែវាដូចជាសំណាញ់យើងចង់និយាយថាសំណាញ់មេឃក៏វាមានលបោធ្លាយមួយដែរណាសំណាញ់ដែលដាក់ត្រីមកក៏វាមានរួចអាត្រីតូចតាចណាអាកពឹសអាតិចតួចដែរចុះតម្រាំទៅខាងក្នុងវាមានព្រាអាវ៉ាសែដែរបាទព្រាអាវ៉ាសែគឺពិតជាមានមែនបាទហើយព្រាខ្លះវាមានវិធីកម្មដោយសារទី1ណាយើងនិយាយខ្លីពាក្យក្រក់ស្ដាប់អញ្ចឹងទោះបីជាតបខាងក្នុងចង់បោះសម្អាតអស់ក៏បោះអត់អស់ដែរណាបោះអត់អស់ទេដោយសារអីដោយសារកម្មនេះអំពើយើងនិយាយអំពើអាក្រក់ឥឡូវខ្ញុំឧទាហរណ៍ចាំតិចខ្ញុំនឹងលើកឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងព្រាយព្រាយគេហៅព្រាយតៃហោងឬក៏ពាក់ព័ន្ធជាមួយនឹងព្រាយអាវ៉ាសែពាក់ព័ន្ធជាមួយនឹងព្រាយកលាភ្លើងហេតុអីបានជាតបអស់ហ្នឹងបង្ក្រាបពួកអាព្រាយអស់ហ្នឹងមិនបានទុកឲ្យលងគេដឹងថាអាកន្លែងហ្នឹងបាទអាកន្លែងហ្នឹងបាទកូនជាងប្រូក្រាមបើយើងគោរពព្រះពុទ្ធសាសនាគឺយើងត្រូវតែគោរពមន្តអាគមខ្មែរនេះសម្រាប់ខ្ញុំផ្ទាល់ហ្នឹងអត់ដឹងទេបាទអត់ហ៊ាននិយាយពាក់ព័ន្ធមួយសាសនាផ្សេងៗកុំឲ្យថាខ្ញុំយកសាសនាគេមកដាក់ដើម្បីចង់ល្បីបាទរឿងភាគថ្មីប្រទេសជិតខាងលេងដូចលោកគ្រូប្រាប់មិញចឹងអាហ្នឹងខ្ញុំបន្តទៀតចាំខ្ញុំបន្តទៀតតើឥឡូវបងប្អូនតោះសូមជាស្នាមបេះដូងបងប្អូនម្នាក់មួយទាំងអស់គ្នាឲ្យចូលរួមទាំងអស់គ្នាណាចូលរួមការ share ទាំងអស់គ្នាតើឥឡូវចូលរួមទាំងអស់គ្នាតើឥឡូវម្នាក់មួយទាំងអស់គ្នាជាស្នាមបេះដូងឲ្យចូលរួម share ទាំងអស់គ្នានឹងធ្វើការបកស្រាយឲ្យល្អិតឲ្យបងប្អូនបានយល់ថាមិនអត់មានច្បាប់ត្រឡប់ទេអីណាពួកអាមនុស្សនឹងអត់មានច្បាប់ទេអីបានចេះតែដើរធ្វើគេធ្វើឯងបាទបងស៊ូទុំបាទបងស៊ូទុំបាទអរគុណដូចគ្នាណាឲ្យបងប្អូនបានយល់
បាទកុំឲ្យជាតែបន្ទោសអូអ្នកតាចាស់ស្រុកអ្នកតាជាអ្នកតាចុះបាទណាបងប្អូនទាំងអស់គ្នាជាស្នាមបេះដូងទាំងអស់គ្នាហើយshareទាំងអស់គ្នាដល់បងប្អូនshareទាំងអស់គ្នាស្នាមបេះដូងទាំងអស់គ្នាបាទរៀនធូមពងកតិចដាក់ទឹកហើយហ្នឹងហើយបងប្អូនកុំភ្លេចចូលរួមជាស្នាមបេះដូងទាំងអស់គ្នាណាសន្យាទាំងអស់គ្នាជាស្នាមបេះដូងហើយជាការ share ផ្ដល់ជាការ share ទាំងអស់គ្នាណាជាការ share ឥឡូវតោះបងប្អូនខ្ញុំតាមមើលបងប្អូនចូលរួមមក share ម្នាក់ទាំងអស់គ្នាណាចូលរួមទាំងអស់គ្នាសន្យាបាទសន្យាថា share គឺ share បងប្អូនដើម្បីជាការចែកម្លែកដើម្បីជាការចែកម្លែកតោះបន្តទៀតអញ្ចឹងខ្ញុំសូមជម្រាបអ្នកតាម្ចាស់ស្រុកគឺគាត់មានតួនាទីការពារមួយស្រុកនឹងទាំងអស់ណាមួយស្រុកនឹងទាំងអស់ណាអ្នកណាធ្វើអីអ្នកតានឹងក៏ឃុំក្រងអ្នកស្រុកនេះវាមានបញ្ហាអីស្រុកនោះវាមានបញ្ហាអីឬក៏មានបញ្ហាអីក៏តែខ្ញុំសូមនិយាយត្រឹមតែអ្នកតាម្ចាស់ស្រុកមួយចុះក៏ប៉ុន្តែវាមានអ្នកដែលធំឃុំក្រងលើអ្នកតាម្ចាស់ស្រុកនឹងទៀតតែខ្ញុំអត់និយាយពីខាងលើទៀតទេខ្ញុំនិយាយសង្ខេបតែខ្លីៗខាងក្រោមដើម្បីបងប្អូនស្រួលយល់អញ្ចឹងអ្នកតាម្ចាស់ស្រុកមិនបាច់ឲ្យខ្ញុំនិយាយទេប្រទេសកម្ពុជាយើងមាននៅស្រុកណាមួយគេមានអ្នកតាធំមកគេមួយហើយនៅក្នុងស្រុកខ្មែរយើងមាននៅស្រុកណាមួយហើយតាមភូមិក៏មានដែរបាទតាមភូមិក៏មានដែរបាទតាមភូមិក៏មានដែរអញ្ចឹងខ្ញុំសូមបន្តទៀតអញ្ចឹងអ្នកតាម្ចាស់ស្រុកហ្នឹងតួនាទីរបស់គាត់គឺឃុំក្រងនៅស្រុកហ្នឹងមួយណាវាមានភូមិ100ភូមិអញ្ចឹងភូមិទាំង100ហ្នឹងវាមានអ្នកតាភូមិមួយភូមិផ្សេងទៀតហើយអ្នកតាតាមភូមិនេះគាត់មានតួនាទីក្នុងការឃុំក្រងនៅក្នុងភូមិរបស់គាត់ហ្នឹងកុំឲ្យខ្មោចព្រាយណាញ៉ៃទៅតាមភូមិនីមួយណាតាមភូមិនីមួយអញ្ចឹងការដែលចេញតបណាយើងនិយាយចេញតបឬក៏ចេញគេហៅថាអ្នកដែលតាមថែអាសាចុះអ្នកដែលល្បាតចុះអញ្ចឹងមានបាទក្នុងភូមិនឹងមានអ្នកល្បាតប្រហែលនេះណាភូមិនឹងមួយមានអ្នកល្បាតប្រហែលនេះដូចថាមានអ្នកល្បាតតែ500នាក់ចុះដែលយើងថាចង់និយាយថាជាពពួកអមនុស្ស500នាក់ចុះអញ្ចឹង500នាក់នេះគេបដូរវេនគ្នាក្នុងការល្បាតក្នុងភូមិនេះបាទក្នុងភូមិនេះអញ្ចឹងភូមិនេះត្រូវយប់ឡើងដូចថាឥឡូវម៉ោងប្រហែលអញ្ចឹងគេចេញដើរតាមភូមិនឹងចេះចុះហើយបើសិនជាជួបនៅពពួកអមនុស្សដែលជាលក្ខណៈអាក្រក់ក៏គេមានការបង្ក្រាបមានការអីដូចគ្នាបើជួបពួកព្រាយអាវ៉ាខ្សែពួកព្រាយអីក៏មានការបង្ក្រាបដូចគ្នាអញ្ចឹងពួកព្រាយដែលខូចក៏វាអត់ហ៊ានដែរវាអត់ហ៊ានទេដែលខ្មែរយើងច្រើននិយាយថាអូនេះឆ្កែលូអាប៊ីបលូអញ្ចឹងគេហៅលូតបខ្មោចណាលូតបខ្មោចបែបនេះថាធម្មតាបើលូខ្មោចលោម្នាក់គឺលូហើយតែនោះអត់ទេលូរហូតតផុតបាទនេះថារហូតតផុតគ្នាគេមកវងហ្នឹងហើយបានឈប់អញ្ចឹងអាការឆ្កែលូនេះក៏ជាការមួយឲ្យតំណែងណាអាការឆ្កែលូនេះក៏ជាការមួយឲ្យតំណែងទៅដល់មនុស្សយើងនឹងថាអូអ្នកមានពពួកអមនុស្សមកដើរកាត់បើខ្មោចខ្ញុំឧទាហរណ៍បើសិនជាព្រាយកលាភ្លើងឬក៏វាឃើញអាបឬក៏វាឃើញអីវាលូតែមួយផ្លែតហើយវាឈប់ហើយតែបើសិនជាវាលូចេះមានបងប្អូនខ្ញុំជឿថាធ្លាប់ហើយតែពេលដែលបងប្អូនឃើញឆ្កែលូហើយវាអត់ទៅណាទេលូហើយវាកជ្រុលនៅហ្នឹងវាលូហើយកជ្រុលហ្នឹងលូរយៈពេលយូរមែនតើលូជួនកាលពេលខ្លះបងប្អូនយកស្បែកជើងគប់វាប្រើហើយវានៅតែលូទៀតបាទនៅតែលូទៀតបាទអូហូលោកគ្រូតូចបាទជម្រាបសួរបាទបងធំក៏អរគុណដូចគ្នាបាទអញ្ចឹងខ្ញុំសូមបន្តទៀតពាក់ព័ន្ធជាមួយនឹងការដែលល្បាតនេះគឺគេល្បាតដូចគ្នាល្បាតតាមផ្លូវតាមអីចឹងទៅមើលឃើញគេលោមានពពួកណាសូមបញ្ជាក់ជូនបងប្អូនខ្មែរនៅក្នុងក្រៅប្រទេសគេលោមានពពួកអមនុស្សដូចជាព្រាយអាវ៉ាខ្សែព្រាយអីវាចូលមកបកភាពចលាចលអីដល់មនុស្សដល់ចេះចុះអញ្ចឹងពពួកហ្នឹងជាអ្នកបង្ក្រាបណាជាអ្នកបង្ក្រាបអញ្ចឹងខ្ញុំបញ្យល់ប៉ុណ្ណឹងបងប្អូនយល់ហើយបាទថាពពួកអមនុស្សមានសមត្ថកិច្ចឬប៉ូលីសដាក់ទោសដែរទេបាទថាមានដូចគ្នាបាទបិទភ្នែកនឹកអូនលោកគ្រូសូមហៅប៉ាបានអត់អីទេហៅកូនហៅប៉ាបានអរគុណច្រើនបាទអរគុណកូនបាទសៀលៀងសេងលោកគ្រូឮចាស់ថាមរិញគង់វាលប្រើក្របរន្ទះបន្លែអានេះគុំនេះខ្ញុំអត់ធ្វើការបកស្រាយហ្នឹងខ្ញុំសូមធ្វើការបកស្រាយនេះសិនបាទអញ្ចឹងបាទអញ្ចឹងខ្ញុំសូមធ្វើការបកស្រាយបន្តទៀតអញ្ចឹងពាក់ព័ន្ធជាមួយនឹងរឿងការដែលគេឃុំក្រងគឺគេមានណាខ្ញុំនិយាយអស់ទៅសូមបញ្ជាក់ជូនបងប្អូនខ្មោចខ្លះណាសូម្បីតែឆ្លងស្ពានឆ្លងអត់បានផងមិនមែនត្រឹមតែទេសូម្បីតែកន្លែងស្ពានហ្នឹងក៏គេមានអ្នកថែអាសាដែរណាសូម្បីក្បាលស្ពានហើយកន្ទុយស្ពានក៏មានអ្នកថែអាសាខុសគ្នាដែរមុននឹងឆ្លងស្ពានណាត្រូវសោកសែនអ្នកដែលនៅក្បាលស្ពានហ្នឹងមួយមកផុតក្បាលស្ពានម្ដងនេះត្រូវសែនលេខក្បាលស្ពានទៀតបានខ្មោចនឹងឆ្លងផុតបើអញ្ចឹងក៏ឆ្លងអត់រួចទេបាទតែខ្ញុំមិនមកខំឲ្យបងប្អូនជឿទេបាទខ្ញុំមិនមកខំឲ្យបងប្អូនជឿទេព្រោះឯពាក់ព័ន្ធជាមួយនឹងរឿងនេះបងប្អូនអាចនឹងធ្វើការសាកល្បងជាមួយខ្ញុំបានបាទ
លោកគ្រូចុះគ្រូអាចចាត់ទុកថាជាប៉ូលីសអត់ឥឡូវអានេះឈប់ចាំខ្ញុំតិចចាំខ្ញុំបកស្រាយពាក់ព័ន្ធជាមួយនឹងគ្រូមន្តអាគមក៏ចាត់ទុកថាជាអ្នកបង្ក្រាបឬក៏ជាសមត្ថកិច្ចក្នុងការបង្ក្រាបពពួកអមនុស្សនឹងដែរតែខ្ញុំសូមបកស្រាយបន្តិចពាក់ព័ន្ធជាមួយនឹងការដែលបងប្អូនចង់ឃើញខ្មោចនឹងស្អីអមនុស្សតោះខ្ញុំសូមហូបទឹកមួយតែខ្ញុំសូមហូបទឹកតិចបាទឥឡូវខ្ញុំសូមបន្តបន្តិចទៀតពាក់ព័ន្ធជាមួយនឹងការបងប្អូនចង់ដឹងថាអូលោកគ្រូនិយាយហ្នឹងតើពិតមិនពិតបងប្អូនមិនបាច់ជឿខ្ញុំទេជឿលើខ្លួនឯងបងប្អូនអាចធ្វើការពិសោធន៍បានដោយយ៉ាងម៉េចបងប្អូនអាចរកលោកគ្រូណាមួយដែលបងប្អូនមានឧបនិស្ស័យជាមួយតែខ្ញុំគ្រាន់តែសូមផ្ដាំអញ្ចេះបើបងប្អូនសម្រាប់ចិត្តថាយកលោកគ្រូណាមួយឲ្យច្បាស់លោកគ្រូហ្នឹងណាឲ្យច្បាស់ថាលោកគ្រូហ្នឹងគុំលោកគ្រូនេះផងលោកគ្រូនោះផងលោកគ្រូនេះផងលោកគ្រូនោះផងណាគ្រូច្រើនអន្សមឆៅខ្ញុំចង់និយាយចេះគ្រូច្រើនអន្សមឆៅមិនបានខ្ញុំនិយាយថាគ្រូច្រើនអន្សមឆៅណាមិនបានខ្ញុំនិយាយថាគ្រូច្រើនអន្សមឆៅឥឡូវបងប្អូនចង់ដឹងអត់ពាក់ព័ន្ធជាមួយនឹងគ្រូច្រើនអន្សមឆៅបាទអូលូបដាក់គ្នាហ្នឹងលូបដាក់គ្នាមានតាបាទអត់អីទេស៊ីយ៉ាចាំខ្ញុំប្រាក់បកស្រាយពាក់ព័ន្ធជាមួយគ្រូមន្តអាគមអាចចាត់ថាជាប៉ូលីសអត់បាទនេះថាចាត់ពាក់ព័ន្ធជាមួយនឹងផ្លូវក្នុងណាអត់មាននិយាយប៉ូលីសខាងក្រៅទេបាទទីហ្គើធ្លាប់លឺឆ្កែលូតាមម៉ោងពេលយប់ណាអានលូអានវាឃើញអាហ្នឹងគាឈីប៉ាប៉ាអរគុណច្រើនកូនណាឥឡូវបងប្អូនចង់ដឹងអត់បាទពាក់ព័ន្ធនឹងគ្រូច្រើនគេហៅថាអន្សមឆៅបាទហុងសច្ចៈជាស្ដាបាទលោកគ្រូថ្ងៃណាមួយលោកគ្រូបកស្រាយរឿងសัตว์លូនិងផ្អើលពេញមិនទៅផ្អើលពេលឃើញអមនុស្សដល់កូនខ្មែរល្ងត់ល្ងងមិនមានចំណេះដឹងបុរាណខ្មែរសូមលោកដៃគោរពលោកគ្រូគ្រប់ភារកិច្ចជោគជ័យអរគុណពាក់ព័ន្ធនឹងសัตว์លូផ្អើលសัตว์លូនិងផ្អើលអូចង់និយាយថាសัตว์លូនិងផ្អើលពេលឃើញអមនុស្សឯងអត់អីទេចាំហ្នឹងចាំថ្ងៃណាតនេចាំយកធ្វើប្រធានបទទៅណានឹងចាំយកធ្វើប្រធានបទតែម្ដងណាសច្ចៈជាស្ដាអត់អីទេអូបងប្អូនចង់ច្រើននេះបាទចង់ប៉ាអរគុណច្រើនកូនលោកគ្រូនិយាយចំណាស់ជាងថាត់បាទប៉ាលីសាចង់បាទណាឥឡូវពាក់ព័ន្ធជាមួយនឹងរឿងគ្រូច្រើនអន្សមឆៅបងប្អូនចង់ដឹងអត់តោះខមមិនចង់ទាំងអស់គ្នាបានចាខ្ញុំបាននឹងធ្វើការបកស្រាយពាក់ព័ន្ធជាមួយគ្រូច្រើនអន្សមឆៅហើយបងប្អូនបានយល់ពាក់ព័ន្ធជាមួយគ្រូច្រើនអន្សមឆៅនឹងរបៀបម៉េចណាហើយបងប្អូនបានខមមិនបាទគ្រូច្រើនតែលោកគ្រូច្រើនអត់ឆៅទេអត់អីទេចាំខ្ញុំនឹងធ្វើការបកស្រាយឲ្យបានយល់ពាក់ព័ន្ធជាមួយគ្រូច្រើនអន្សមឆៅណាហើយមួយទៀតគ្រូច្រើនដែរតែអត់ឆៅទេណានឹងរឿងផ្សេងទៀតចាំខ្ញុំបកស្រាយតើបងប្អូនចង់បើចង់ខមមិនចង់ទាំងអស់គ្នាបានចាណាឥឡូវនិយាយរឿងអន្សមឆៅនេះសិនហើយទៀតនឹងនិយាយអន្សមចិនណាសុខសំណាងជំរាបសួរលោកគ្រូបាទអរគុណច្រើនវិសុទ្ធចង់ប៉ាណាចង់អ្នកគ្នាតើចូលរួមជាស្នាមបេដងទាំងអស់គ្នាណាចូលរួមជាស្នាមបេដងទាំងអស់គ្នាបងប្អូនតើឥឡូវចូលរួមទាំងអស់គ្នាជាស្នាមបេដងម្នាក់មួយហើយបងប្អូនទាំងអស់គ្នាណាចូលរួមជាស្នាមបេដងម្នាក់មួយហើយចូលរួមshareទាំងអស់គ្នាណាចូលរួមshareទាំងអស់គ្នាបាទតើការបង្ក្រាបនេះហើយអមនុស្សនោះនៅតែដដែលតើមែនទេអានេះឈប់ខ្ញុំសុំបកស្រាយសិនបាទតើបងប្អូនទាំងអស់គ្នាណាជាស្នាមបេដងទាំងអស់គ្នាតោះចូលរួមទាំងអស់គ្នាណាចូលរួមទាំងអស់គ្នាជាស្នាមបេដងហើយshareម្នាក់មួយទាំងអស់គ្នាបាទជាការផ្ដល់កម្លាំងចិត្តហើយជាការចែករំលែកជូនទៅដល់បងប្អូនគ្រូច្រើនអន្សមឆៅរបៀបម៉េចបាទតោះឲ្យចូលរួមទាំងអស់គ្នាណាបងប្អូនណាសន្យាការ share ម្នាក់មួយទាំងអស់គ្នាណាចូលរួមទាំងអស់គ្នាជាការ share ម្នាក់មួយដល់ខ្ញុំធ្វើការបកស្រាយបន្តឥឡូវខ្ញុំសូមនិយាយចេះពាក់ព័ន្ធជាមួយនឹងគ្រូច្រើនហើយអន្សមឆៅរបៀបម៉េចយើងទៅរៀនមន្តអាគមពីគ្រូ1ពីគ្រូទី2ពីគ្រូទី3ពីគ្រូទី4ពីគ្រូទី5ពាក់ព័ន្ធនឹងការចង់ឃើញអមនុស្សពាក់ព័ន្ធជាមួយនឹងការចង់ឃើញអមនុស្សស្រាប់តែជួបគ្រូទី1គាត់បង្រៀនយើងយ៉ាងយកចិត្តទុកដាក់ប្រាប់យើងពីការអង្គុយចម្រើននឹងយ៉ាងម៉េចយើងអង្គុយចម្រើនចិត្តបានសម្រាប់ហើយស្រាប់តែចិត្តយើងគិតថាអូអាចទៅរករៀនគ្រូមួយទៀតសិនណាមើលទៅដូចជាចម្រើនទៅដូចជាអត់ឃើញទៅមុខទៅក្រោយដូចជាញ៉ៃដូចជាអត់ច្បាស់លាស់ណាទៅរកគ្រូមួយទៀតអញ្ចឹងអាលទ្ធផលដែលយើងចិត្តបាននេះគឺ0មួយបាត់អញ្ចឹងទៅរកលោកគ្រូទី2លោកគ្រូទី2ក៏គាត់ស្រឡាញ់យើងដែរក៏អត់មានថាអីទេគាត់ស្រឡាញ់យើងដែរអត់អីទេក៏គាត់បង្រៀនយើងឲ្យយើងអង្គុយចម្រើនគុណសិលចេះ
សត្វតែឃើញពលឺទឹកបែកភ្លុងព្រៀបចេះមួយចេះពីរសត្វតែមានអារម្មណ៍លឺគេនិយាយទេណាគេថាអូគ្រូមួយនោះប៉ាកែណាគ្រូមួយនោះប៉ាកែណាបាទគ្រូមួយនោះប៉ាកែណាបាទគ្រូនោះប៉ាកែណាប៉ាកែរបៀបម៉េចបាទគ្រូនោះប៉ាកែណាកាយរបៀបម៉េចគាត់កំពុងតែរៀនមួយគ្រូនេះបាទកំពុងតែរៀនមួយគ្រូទី2នេះចាប់ដើមឃើញពលឺព្រៀហើយចាប់លឺគេថាអូគ្រូនោះប៉ាកែណាក៏ឈប់ជាមួយគ្រូនេះទៀតទៅរកគ្រូទី3ទៀតស្រាប់តែកំពុងអង្គុយចម្រើនគ្រូទី3គាត់ល្អទៀតគាត់អត់មានចិត្តអាក្រក់ទេគាត់បរៀនបាទបរៀនឲ្យអង្គុយស្រាប់តែអង្គុយចម្រើនបាទស្រាប់តែឃើញតួអង្គអមនុស្សអីមកហ្មងបាត់មានជាសម្បុរសស្លៀកពាក់មានមកុដមានអីមកនិយាយជាមួយយើងចេះគាត់តែដាក់សិលភ្លាមមានមិត្តភ័ក្ដិនិយាយមួយមិត្តភ័ក្ដិអូអង្គុយចម្រើនគុណសិលគ្រូនេះប៉ាកែគាត់អង្គុយភ្លាមឃើញអូណោះអង្គុយមួយគ្រូនោះគ្មានណាទេអង្គុយតែផ្លែតហ្នឹងបានឃើញហើយតើគ្រូផ្សេងទៀតបាទតើគ្រូផ្សេងទៀតស្រាប់តែអង្គុយទៅណាចៃដន្យគ្រូនោះជាគ្រូដែលគាត់ប្រកាន់គាត់ថាបើនិយាយអាខ្លីទៅគាត់ស្អប់មនុស្សដែលគ្រូច្រើនណាបាទនេះចិត្តមិនស្មោះណាអញ្ចឹងគាត់ណាសូមបញ្ជាក់ជូនបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសគាត់ក៏ឲ្យសិលសាសណាឲ្យសិលសាសដែរមិនមែនមកឲ្យទេឲ្យអង្គុយឲ្យឃើញដូចគ្នាប៉ុន្តែការដែលគាត់ឲ្យឃើញនេះគឺមានហេតុផលរបស់គាត់មួយបាទហេតុផលរបៀបម៉េចអញ្ចឹងហេតុផលរបស់គាត់គឺអង្គុយចម្រើនចឹងទៅឃើញក៏ប៉ុន្តែពេលដែលឃើញហើយអ្វីទាំងឡាយនឹងត្រូវបាត់បង់ទៅវិញដោយសារគាត់ស្អប់អ្នកដែលចូលចិត្តគ្រូច្រើនព្រួយគ្រូគេអាចឲ្យយើងឃើញបានក៏គេអាចមិនឲ្យយើងឃើញបានដែរអញ្ចឹងពេលដែលយើងឃើញហើយសប្បាយចិត្តក្នុងការនេះហើយគាត់ក៏និយាយតែម៉ាត់គាត់និយាយបាត់គាត់ថាបើចង់ឲ្យច្បាស់ជាងនឹងបកាយជាងនឹងទៅរកគ្រូទី1យើងវិញណាទៅរកគ្រូទី1យើងវិញអញ្ចឹងគ្រូនេះក៏គាត់ឈប់គាត់ដកខ្លួនចេញគាត់ធ្វើឲ្យស្ដាយក្រោយអញ្ចឹងគាត់ក៏ចាប់ដើមសូត្រដកអ្វីដែលគាត់ឲ្យទាំងអស់បានក៏ដកចេញទាំងអស់អញ្ចឹងអ្នកនឹងចង់អង្គុយសិលដដែលនឹងក៏អង្គុយអត់ឃើញដែរអញ្ចឹងដល់ពេលទៅរកគ្រូទី1ប្រាប់ឲ្យគាត់ធ្វើឡើងវិញនៅអ្វីដែលគាត់បានចម្រើនតែអារម្មណ៍នឹងគ្រូក្បាលរបស់គាត់គឺគាត់ទទួលបានគ្រូដល់4ទៅហើយទី1ទី2ទី3ទី4រហូតដល់គ្រូទី5ឃើញទៀតអញ្ចឹងការដែលអង្គុយជាមួយគឺខុសគ្នាការដែលគេបរៀនយើងគឺខុសគ្នាអញ្ចឹងយើងអង្គុយម្ដងគាត់ថាអង្គុយចេះបានសម្រាប់ម្ដងអង្គុយតែចុះបានសម្រាប់ម្ដងអង្គុយចេះតែបានសម្រាប់ម្ដងអង្គុយចុះតែបានសម្រាប់វាចេះតែនឹកប្រេះផ្ដាស់ទៅយូរទៅស្អីក៏អត់បានសម្រាប់ទាំងអស់វាប្រៀបដូចជាមនុស្សម្នាក់ដែលកំពុងតែជីករោគកំណប់ជីកខ្វះតែ3ប៉ែលទៀតដល់កន្លែងកំណប់ហើយគាត់ឈប់ជីកណាគាត់ឈប់ជីកគាត់ចេញពីអណ្ដៅហ្នឹងទៅទុកអណ្ដៅនឹងចោលទៅដល់ទៅពេលត្រូវខ្យល់ត្រូវភ្លៀងទឹកហូរចោះមកពេញវិញបិទចិត្តអស់ណាបិទចិត្តអស់មួយទៀតពាក់ព័ន្ធទៅរកគ្រូមួយទៀតរំលឹកឡើងដូចខ្ញុំជម្រាបចឹងអន្សមឆៅអាឆៅនេះបានន័យថាអត់បានសម្រេចទាំងអស់អ្វីដែលគាត់រៀនលទ្ធផលចេញមកគឺ0ហើយភាពជោគជ័យរបស់គាត់គឺក៏អត់បានសម្រេចទេបានតែផ្លែបានន័យថាវាអត់មានជាលទ្ធផលអីមួយដែលជាលក្ខណៈឲ្យសុបាយចិត្តមួយទៀតលក្ខណៈមួយទៀតរវាងគ្រូនិងគ្រូបើសិនជាចៃដន្យគ្រូទី1គាត់បង្រៀនយើងគាត់បង្ហាញយើងមកហាត់យើងស្រាប់តែសុកណាសុកយើងឃើញគ្រូទី2ណាគ្រូទី2យើងរត់ទៅរកគ្រូទី2ក៏តែគ្រូទី2នេះនិងគ្រូទី1នេះគឺជាគ្រូដែលបដិបត្តិនឹងគ្នាគឺជាសត្រូវនឹងគ្នាដែលគ្រូទី1នេះក៏អត់ត្រូវមួយគ្រូទី2នេះទេហើយគ្រូទី2នេះក៏អត់ត្រូវមួយគ្រូទី1នេះដែរអញ្ចឹងពេលដែលយើងទៅរកគ្រូទី2ណាធម្មតាចម្រើនសិលទី2អូខេតែចិត្តយើងរៀនវាយើងទៅរកគ្រូទី3ទៀតអញ្ចឹងអូខេខ្ញុំជឿជាក់ថានៅពេលដែលយើងវិលមកគ្រូទី1វិញគឺគ្រូទី1គេមិនបង្រៀនយើងទេគេអត់បង្រៀនយើងទេដោយសារទីគ្រូទី1និងគ្រូទី2នេះគឺឆ្លោះគ្នាទៅហើយណាគ្រូទី1និងគ្រូទី2ឆ្លោះគ្នាទៅហើយអញ្ចឹងពេលដែលយើងអត់បានសម្រេចយើងមកវិញបើទោះជាគ្រូទី1អាចនឹងមានលទ្ធភាពបង្ហាញឲ្យយើងឃើញក៏គេអត់បង្រៀនដែរបាទពេលខ្លះគេមិននិយាយជាមួយយើងហ្មងបាទមិនបានគេមិននិយាយជាមួយយើងបាទដោយសារទី1គេចង់និយាយថាមនុស្សអត់សច្ចៈអត់ទៀងត្រង់អត់សច្ចៈអត់ទៀងត្រង់អត់មានការគោរពអីមួយឲ្យច្បាស់លាស់អញ្ចឹងគេអត់បរៀនយើងទេហើយបើគេអត់បរៀនយើងក៏គេមិនស្លាប់ដែរក៏គេមានសិស្សច្រើនដែរអញ្ចឹងលក្ខណៈដែលខ្ញុំនិយាយថាគ្រូច្រើនមិនសមឆៅអានេះគឺជារឿងមួយដែលសិស្សបាទអានេះខ្ញុំមិននិយាយថាអ្នកណាទេជាពិសេសបាទលោកជាពិសេសខ្ញុំអត់ចង់និយាយថាប៉ះពាល់អ្នកណាមានអ្នកដែលរៀនអញ្ចឹងជំនាន់ដែលខ្ញុំរៀនមានជួបបាទមានជួបគាត់ដឹងថាគ្រូទី1ហើយនិងគ្រូទី2នេះអត់ត្រូវគ្នាទេបាទគាត់មកស្និទ្ធស្នាលជាមួយគ្រូទី1បានរៀនអីខ្លះ
គាត់គិតថាគ្រូទី1នឹងមិនមានភាពអីអស្ចារ្យទេគាត់ទៅរករៀនជាមួយលោកគ្រូទី2រឿងនេះជារឿងបានលោកតាផិនបាទលោកតាផិនបាទប៉ុន្តែគាត់ថាគ្រូក៏មានការកង់គ្នាដែរក៏ប៉ុន្តែដល់ពេលវិលមករកលោកតាផិនវិញទីបំផុតស្ដាយក្រោយខ្ញុំនិយាយនេះខ្ញុំជឿជាក់ថាបើគាត់ស្ដាប់ឮអ្វីដែលខ្ញុំនិយាយគឺគាត់នឹងមានការស្ដាយក្រោយលឹះអ្វីដែលនេះទៀតព្រោះអីបើនិយាយខ្លីទៅគាត់រៀនពីលោកតាផិនច្រើនជាងខ្ញុំរៀនច្រើនមែនតើរៀនច្រើនឥឡូវបងប្អូនចង់ដឹងអត់បាទពាក់ព័ន្ធជាមួយនឹងបាទបើចង់ដឹងជាស្នាមបេះដូងម្នាក់មួយបន្តទៀតតឥឡូវតោះចូលរួមទាំងអស់គ្នាបើចង់ដឹងបន្តជាស្នាមបេះដូងម្នាក់មួយទៀតបើមិនជាអត់ចង់ដឹងទេខ្ញុំនិយាយពីគ្រូច្រើនហើយសំអត់ឆៅណាសំអត់ឆៅណាឥឡូវបងប្អូនចង់ដឹងអត់បើចង់ដឹងអាពាក់ព័ន្ធជាមួយនឹងរឿងមិញចុចជាស្នាមបេះដូងទាំងអស់គ្នាបាទស្នាមបេះដូងទាំងអស់គ្នាហើយshareម្នាក់មួយទាំងអស់គ្នាបាទ share ម្នាក់មួយទាំងអស់គ្នាណាចូលរួមទាំងអស់គ្នាណាជាស្នាមបេះដូងម្នាក់មួយហើយ share ទាំងអស់គ្នាបាទឲ្យស្មើដៃគ្នាមកបងប្អូនបានអង្គុយមើលអត់ឃើញបងប្អូនផ្ដល់ជាកម្លាំងចិត្តអត់ឃើញ share ម៉ោង10កន្លះឈប់ព្រឹបបាទឈប់ព្រឹបបាទរៀបចំប្រសិទ្ធិតែម្ដងបាទអូលីមកហួតបាទជំរាបសួរដល់គោរពបាទអរគុណចានណាជូនពរខំប្រឹងចម្រើនគុណសិលណាអរគុណចានស្រីស្អាតស្រាប់ខ្មែរបាទអរគុណចានណាអរគុណលើបងប្អូនចង់អត់បងប្អូនចង់អត់ចុចជាស្នាមបេះដូងម្នាក់មួយទាំងអស់គ្នាបាទជាស្នាមបេះដូងម្នាក់មួយទាំងអស់គ្នាហើយ share ទាំងអស់គ្នាណាចូលរួមទាំងអស់គ្នាណាម្នាក់មក share ទាំងអស់គ្នាផ្ដល់ជាកម្លាំងចិត្តណាអរគុណចានបេះដូងបាទជ្រឹមអរគុណយិនស៊ីវិសាលបាទសួស្ដីលក្ខណៈជំរាបសួរលោកគ្រូពីចម្ងាយបាទអរគុណចានណាអរគុណតោះចូលរួមទាំងអស់គ្នាណាឥឡូវតោះចង់បើចង់ឲ្យស្នាមបេះដូងទាំងអស់គ្នា share តោះ share ម្នាក់មក share មកបាទអរគុណចានតោះធ្វើការបកស្រាយបន្តទៀតអញ្ចឹងពាក់ព័ន្ធជាមួយណាពាក់ព័ន្ធជាមួយនឹងរឿងរបស់លោកតាផិនផ្ទាល់តែម្ដងបាទលោកតាផិនបើនិយាយអស់ទៅគាត់ចិត្តល្អណាស់ខ្ញុំសូមបញ្ជាក់ជូនបងប្អូនខ្មែរនៅក្នុងក្រៅប្រទេសគាត់ចិត្តល្អណាស់ក៏ប៉ុន្តែគាត់មានចំណុចមួយក៏គាត់ប្រកាន់ដែរបាទសម្រាប់អ្នកដែលរៀនជាមួយគាត់ហើយបាទគិតថាបើនិយាយខ្លីនិយាយពាក្យខកស្ដាប់ចង់និយាយថារៀនពីគាត់រៀនអញ្ចឹងហើយគេថារៀនអស់ណាជួនកាលពេលខ្លះមកសួរគាត់ក៏ថាអស់ហើយសភៅអីមើលទៅអស់ហើយណាមើលទៅអ្នកលោកតាឲ្យអស់ហើយណាចាប់ដើមគេហៅថាបែកស្រើណាបែកស្រើគិតថាលោកតាផិនចេះប៉ុណ្ណឹងមានអីអស់ចាឆ្នាំអញរៀនពីតាផិនអស់ហើយសិលសាអញរៀនពីតាផិនអស់ហើយក្បួនខ្នាតសភៅអញមើលអស់ហើយវាគ្មានអីអស់ចាទេលោកតាផិនណាយូរទៅគឺថាគាត់ទៅរៀនពីគ្រូមួយទៀតមកគឺគាត់ខ្លាំងជាងលោកតាផិនហើយតែលោកតាផិនតែងតែនិយាយណាលោកតាផិនតែងតែនិយាយលេងសើចនិយាយហើយនិយាយទៀតលោកតាថាអាសភៅឲ្យរៀនអស់មិនអស់ទៅអាក្នុងពោះលោកតានេះមានច្រើនណាក្នុងពោះលោកតានេះលោកតាអាសានិយាយលេងជាមួយខ្ញុំអាក្នុងពោះលោកតានេះអ្នកដែលដឹងរឿងនឹងមានតែ2អ្នកទេបាទមានម្នាក់គឺឈ្មោះបាទសុំនិយាយឈ្មោះកតុយចុះគាត់ឈ្មោះដូប៉ុន្តែអាខាងមុខខ្ញុំអត់និយាយទេបាទឈ្មោះអីតែខ្ញុំនិយាយតែឈ្មោះដូនឹងដឹងហើយបាទគាត់ក៏ជាសិស្សរបស់លោកតាផិនដែរតែគ្រាន់តែរៀនក្រោយខ្ញុំទៀតបាទនេះថាបើយើងនិយាយចាត់ទុកថាក៏ជាសិស្សប្អូនមួយដែរបាទដូហើយនឹងខ្ញុំហើយនឹងលោកតាផិនបើនិយាយអត់ទៅគឺមានភាពស្និទ្ធស្នាលគ្នាខ្លាំងបាទស្និទ្ធស្នាលគ្នាខ្លាំងហ្នឹងមិនមែនខ្លាំងដោយសារអីទេដូក៏គាត់ជាមនុស្សម្នាក់ដែលអត់ចូលចិត្តទៅរកគ្រូអញញ៉ៃទេគាត់រៀនតែជាមួយអ្នកណារៀនតែជាមួយអ្នកហ្នឹងហើយគាត់គោរពលោកតាផិនគឺគោរពលោកតាផិនហើយក៏ប៉ុន្តែគាត់ថាខ្ញុំមួយដូមួយលោកតាផិនឲ្យតែពេលល្ងាចចង់កាលនោះដូចថាខ្ញុំមើលគេដូចថាលក់ថ្នាំខ្មែរលក់អីអស់ហើយល្ងាចម៉ោង5ម៉ោងអីខ្ញុំនាំលេខាបេះដូងខ្ញុំទៅផ្ទះលោកតាផិនឲ្យដើរទៅណាឲ្យដើរទៅរមើសាច់គូណាឆៅអីចឹងទៅធ្វើភ្លាមានត្រីអាំងមានអីចឹងទៅរឡាប់យេនេះគឺចង់និយាយថាប៊ីយ៉ាចុះមកដាក់ជូនលោកតាផិនគាត់បានដូចជា6កំប៉ុងហើយ4កំប៉ុងហើយភ្លេចបាត់ហើយកាលនោះអាកំប៉ុងវែងកាលនោះអាកំប៉ុងប៊ីយ៉ាវែងបាច់និយាយឈ្មោះទេបាទគាត់ម្នាក់ឯងដូចជា6កំប៉ុងបាទ6កំប៉ុងហើយខ្ញុំដូចជាប្រមាណទេដាក់មួយលោកតាចែកគ្នាលេងជាមួយដូងមួយអីចឹងទៅណាហូបអីចឹងទៅហើយទៅចែកគ្នាចឹងទៅលោកតាក៏គាត់ប្រាប់ថានេះសិលសាស្ត្រហ្នឹងវាចែកជួនកាលនិយាយពីរឿងឆ្នាំនេះដាក់ចែកនេះអាឆ្នាំនេះដែលលោកតាកត់ក្នុងក្បួនហ្នឹងមាន8មុខហ្នឹងតាមពិតមិនមែន8មុខណាត្រូវថែមក្រៅ4មុខទៀតនេះថែមអានេះនាំគ្នាបណ្ដោក៏អត់សូវចូលចិត្តរៀនឆ្នាំទេគាត់ចូលចិត្តរៀនខាងស្នេហ៍ហើយនឹងដូចជាស្នេហ៍ហើយនឹងរឿងស្អីខ្លះរបស់គាត់ទេបាទនេះខ្ញុំបើតាមខ្ញុំមើលគឺគាត់ចូលចិត្តរៀនស្នេហ៍ច្រើនជាងអញ្ចឹងដូចឆ្នាំអីចឹងប្រាប់អញ្ចឹងលេខាបេះដូងខ្ញុំគាត់យកសភៅមកបិទខ្ញុំកត់ច្រឡងចូលណាច្រឡងចូលអញ្ចឹងខ្ញុំចេះតែនិយាយលេងមួយគាត់ថាចុះលោកតាមិនកត់អាឆ្នាំហ្នឹងដាក់មានតែ9មុខចុះមិនក៏ត្រូវថែម4មុខក្រៅគាត់ថាអាហ្នឹងជាក្បួនរបស់លោកគ្រូគាត់និយាយថាជាក្បួនរបស់លោកគ្រូដែលអ្នកដែលមើលងាយគ្រូឲ្យដឹងថ្ងៃក្រោយស្ដាយក្រោយអញ្ចឹងខ្ញុំនិយាយវិលមកវិញនិយាយរឿងគ្រូចានសំឆៅអញ្ចឹងមានម្នាក់ដែលគាត់បានរៀនសិលសាស្ត្រពីលោកតាផិនរៀនហើយមកសួរលោកតាឆ្លិចចុះឆ្លិចឡើង
រហូតដល់គាត់តាំងខ្លួនឯងនិយាយទៅគ្រូមិនបានស្មើនឹងបាតជើងគាត់ទេបើយកអត់ទៅបាទមែនតើគាត់គិតថាគ្រូនេះគឺអត់មានអីតម្លៃអស្ចារ្យទេបាទអត់មានអីតម្លៃអស្ចារ្យទេគាត់ចាប់ដើមទៅរៀនជាមួយគ្រូនេះគ្រូនោះអូគាត់រៀនច្រើនណាស់មានសិលនេះសិលនោះអូគាត់មកគាត់តែងតែបង្អួតណាគាត់មកម្ដងណាគាត់តែងតែបង្អួតទេបង្អួតលោកតាផិនអូគាត់ចេះសិលនេះពីគ្រូនេះអូសិលនេះពីគ្រូនោះចេះគ្រូនេះចេះណាគ្រូនេះគាត់រៀនមកអូគាត់ថាសិលនេះអូបាញ់មិនចេញមិនត្រូវអីធម្មតាលោកតាផិនខំបរៀនគាត់បាញ់មិនចេញបាញ់មិនត្រូវតែគាត់បែរទៅជាមកនិយាយជាមួយលោកតាផិនគាត់ថាបាញ់មិនចេញបាញ់មិនត្រូវស្អីយកតអង្គប្រមាណគ្រាប់ដាក់នៅក្នុងបាច់ខ្ទេចទាំងអស់គ្មានស្អីអស់ចាណែចាក់បេះដូងរបៀបម៉េចបើសិនជាបងប្អូនជាលោកតាផិនបងប្អូនគិតម៉េចឥឡូវសុំសួរបងប្អូនតិចបើសិនជាបងប្អូនជាលោកតាផិនបងប្អូនគិតម៉េចនៅពេលដែលបងប្អូនបង្រៀនសិលសាស្ត្រឲ្យគេចេះហើយស្រាប់តែគេចេះហើយគេនិយាយថាអូបាញ់មិនចេញបាញ់ត្រូវមានអីអស្ចារ្យយកតានេះដាក់តាបន្តិចមកណាយកតានេះបន្តិចមកសោតតែចេះមកដាក់មកខ្ទេចអស់ហើយណានៅពេលដែលលោកគ្រូគាត់បង្រៀនគាត់ឲ្យចេះបាញ់មិនចេញបាញ់ត្រូវគាត់បែរជាមកនិយាយចឹងបងប្អូនគិតម៉េចខ្ញុំសុំសួរបងតិចបងប្អូនតិចហើយបងប្អូនចូលរួមជួយខមមិនតិចមើលព្រោះជាចំណេះដឹងមិនមែនត្រូវការខ្ញុំបាត់និយាយតែម្នាក់ឯងទៅត្រូវការបងប្អូនទាំងអស់គ្នាជាមួយខ្ញុំធ្វើការសហការគ្នាចែកម្លែកចំណេះដឹងបងប្អូនវិញបងប្អូនគិតមិនបាត់គិតមិនអូបងឆេងខឹងណាស់ហ្នឹងហើយបាទហើយនាងហាយដូចគ្នាអូគាត់អត់ខឹងគាត់សួរស្ដីវិញអរគុណនិយាយលេងទេណាបងប្អូនណាបាទណារីតខឹងបាទអរគុណតោះឥឡូវបងប្អូនទាំងអស់គ្នាបងប្អូនគិតមិនណានៅពេលដែលខំប្រឹងបង្រៀនខំប្រឹងបង្ហាត់បង្ហាញតង់ពីអត់តន់ចេះក៏យើងនិយាយអត់ទៅដូចក្មេងអត់តន់ចេះអក្សរកខរហូតដល់ចេះអានអក្សរចេះអានហើយចេះស្អីសពបែបយ៉ាងងឹតមុខអន់ចិត្តអូងឹតមុខអន់ចិត្តបាទខឹងបាទអូបើសេរីយំហ្មងហ្នឹងហើយអូអញ្ចឹងខ្ញុំសូមបញ្ជាក់ណាចេញមកសិតតកាឡាអញ្ចឹងអីអញ្ចឹងបានខ្ញុំទោះបីជាខ្ញុំចាំតិចខ្ញុំនិយាយរឿងគ្រូច្រើនហើយមិនសមអត់ឆៅបាទថឹងណាស់ឈប់លេងចូលហ្មងបាទឈប់លោកតាខ្លឹមខ្នោច្រឡំលោកតាផិនបាទគាត់មានការបើយកអស់ទៅគាត់ចង់និយាយថាគាត់ពេលខ្លះគាត់អង្គុយគាត់ដកដង្ហើមណាលោកតាដកដង្ហើមគាត់ថាគាត់និយាយមួយម៉ាត់អាសត្វមនុស្សគាត់និយាយចឹងគាត់ថាអាសត្វមនុស្សគាត់និយាយចឹងហេតុអីបានជាលោកតាផិនឲ្យក្បួនខ្នាតខ្ញុំច្រើនសុំបីតែកំពីឧបកិច្ចក៏លោកតាផិនឲ្យខ្ញុំសួរតកូនសិស្សណាបានមានកូនសិស្សណាមានកំពីឧបកិច្ចមានកូនសិស្សណាខ្លះដែលបាននៅកំពីតនកម្មសម្រាប់ធ្វើបាបពពួកអមនុស្សគេហៅថាពួកខ្មោចដែលប្រេតដែរអត់មានអ្នកណាបានទេបាទធ្វើឲ្យដើរធ្លាក់ចរាកិច្ចជើងបងជីឆាយណាតើអ្នកណាបាននៅកំពីកូនក្រក់ខ្មៅខ្ញុំទាំងអស់ហើយខ្ញុំមិនមែនជាមនុស្សទៅចាក់រុកលោកតាណាមិនទៅចាក់រុកអូលោកតានោះវាអក្រក់ចេះអត់ចាក់រុកទេរាជណាបើខ្ញុំវិញខឹងហើយខំបង្រៀនហើយមកនិយាយមើងងាយគ្រូទៀតណាអាហ្នឹងលក្ខណៈហ្នឹងអញ្ចឹងគាត់ចាប់ដើមណាតាំងខ្លួនឯងសិតតែខ្លួនឯងនោះអ្នកអស់ចាចេះណាអ្នកដែលរៀនពីលោកតាផិនណាតាំងខ្លួនឯងបាទតាំងខ្លួនឯងអ្នកអស់ចាណាបាទមុំសៀស្ដាយបើដឹងចរិតអញ្ចឹងមិនបង្រៀនហ្មងហ្នឹងត្រឹមត្រូវអញ្ចឹងខ្ញុំបន្តទៀតអូបិទភ្នែកដើម្បីអូនខាងប៉ាហ្នឹងអរគុណច្រើនកូនអញ្ចឹងលោកតាផិនគាត់និយាយអាសត្វមនុស្សគាត់និយាយអញ្ចឹងបាទពេលដែលញ៉ាំប៊ីយ៉ាលេងជាមួយខ្ញុំជុលខ្ញុំលោកតាគោរពជុលលោកតាថាអាសត្វមនុស្សហើយលោកតាគាត់ថាគ្មានអីអស្ចារ្យទេលោកតាថាគ្មានអីអស្ចារ្យទេអាចចំណេះនៅក្នុងសភៅនេះគ្រាន់តែជាចំណែកមួយលោកតានិយាយផ្ទាល់អាចចំណេះនៅក្នុងសភៅដែលលោកតាដាក់ឲ្យរៀននេះគ្រាន់តែជាចំណែកមួយ 10% នៃបាសលោកតាទេនៅក្នុងខ្លួននេះ 90% អត់មានភ្លេចទេគ្រូក្បាលនៅចាំណានៅចាំឆ្នាំស្អីប្រមាណបាទប្រហែលជាមកពីបុណ្យកសលដែរវាជួនកាលពេលខ្លះវាអាចជាបុណ្យកសលបានន័យថាលោកតាខឹងនឹងបុគ្គលណាមួយហើយវាគួបផ្សំនឹងយើងពីរនេះយើងមករៀនជាមួយលោកតានេះហើយពីរនេះលោកតាឃើញពីអាចរិតអ្នកដែលបានខ្លាំងឲ្យគេអេងក្អាងហើយជាលោកតាខឹងរឿងហ្នឹងបានន័យថាបដិបដាលមួយទៀតមើលដាក់ឲ្យស្ដាយក្រោយមើលបាទបដិបដាលមួយទៀតមើលដាក់ឲ្យស្ដាយក្រោយមើលចឹងបានការបដិបដាលរបស់លោកតាខ្លឹមលោកតាផិនបណ្ដុះបណ្ដាលខ្ញុំពីចំណុច0ចំណុច0រហូតឡើងមកដល់ចំណុចនេះរហូតដល់ថ្នាក់បាទអ្នកដែលរៀនជាមួយគាត់អ៊ូតក្អេងក្អាងចេះអំនួតចេះសពបែបយ៉ាងទីបំផុតបានអីផេះបើយើងនិយាយពីម៉ាត់ថាផេះ
ខ្ញុំដែលជាអ្នកដែលទៅរៀនក្រោយអត់មានទាំងខ្យល់ទេហងណាបាទលោកតាជំរុញរហូតដល់ថ្នាក់ណាលោកតាក្នុងខ្នោច្រឡំលោកតាផិនលោកតាក្នុងខ្នោចាំនិយាយក្រោយលោកតាផិនខំប្រឹងទៅរកថ្នាំគង់ឲ្យខ្ញុំផឹកទៀតណាមិនមែនធម្មតាទេណាអើគ្រាន់តែយើងចេញលុយណាចេញលុយទិញស្អីព្រោះអ្នកណាវាមិនដែរទៅគ្រូខំទៅរកថ្នាំទៅអីហើយឲ្យគ្រូចេញលុយទៀតវាមិនដែរមានណាដូចម្នាក់ណានោះមកទូរស័ព្ទមករៀនមុនអង្គមរៀនវិជ្ជាពីយើងឲ្យយើងរៀបចំផ្ទះឲ្យគេទៀតខ្ញុំថាបើលោកគ្រូខ្ញុំគិតប្រាប់លេខាបេដងខ្ញុំប្រាប់ដែរចេះបើមានអ្នកខលមកអញ្ចឹងប្រាប់ថាអត់អីទេមានអាហារ buffet បែប VIP ទៀតហើយកន្លែងនេះសិតតែម៉ាស៊ីនត្រជាក់ទៀតបាទបើមានអ្នកខលមកអញ្ចឹងនិយាយចឹងហ្មងបាទអញ្ចឹងគាត់ក៏ខំប្រឹងបង្រៀនខ្ញុំណាលោកតាផិនបង្រៀនឲ្យណាទៅរកថ្នាំគង់ថ្នាំអីខ្ញុំផឹកទៀតបាទអញ្ចឹងក៏បន្តទៀតទីបញ្ចប់ខ្ញុំបាទដល់គោលដៅដែលសឹងតែថាអ្នករៀនសិលសាស្ត្រដូចគ្នាមិននឹកស្មានថាខ្ញុំអាចរហូតល្បីល្បាញណាសំបីតែទូនៅបរទេសក៏គេមកសម្ភាសជាមួយជាពីរហូតសំបីតែម្ដងឥឡូវក៏នៅតែទទួលភាពជោគជ័យភាពដែលបងប្អូនទទួលស្គាល់បានដោយសារអីដោយសារលោកគ្រូគាត់បង្រៀនយើងអស់ពីបេះដូងគាត់ស្រឡាញ់យើងអញ្ចឹងអារឿងគ្រូច្រើនអន្សមឆៅនេះណាហើយគ្រូដែលខ្ញុំនិយាយពាក្យអាក្រក់ស្ដាប់មួយម៉ាត់គ្រូដែលណាដែលខ្ញុំអត់និយាយឈ្មោះអ្នកណាដែលអ្នកដែលរៀនជាមួយនឹងដែលរៀនជាមួយលោកតាដែលរៀនជាមួយលោកតាផិនដែលរៀនជាមួយលោកតាផិនបានច្រើនជាងខ្ញុំចេះច្រើនណាគាត់ទៅរៀនជាមួយគ្រូនឹងអាសូរតែគ្រូនឹងគ្រូអីគ្រូនឹងឆ្លោះគ្នាជាមួយលោកតាផិនទៀតស្ទឹងថាបើយើងនិយាយអស់ធ្លាប់កាប់ចាក់ធ្លាប់បាយគ្នាទៀតបាទចាធ្លាប់បាយគ្នាកាប់ចាក់ជំនាន់កាប់ចាក់គ្នាបាទហើយមិនមែនគាត់មិនដឹងណាមិនមែនគាត់មិនដឹងថាគ្រូម្នាក់ហ្នឹងគឺជាសត្រូវរបស់លោកតាផិនទេគាត់ដឹងទៀតគាត់ដឹងថាគ្រូម្នាក់ហ្នឹងគឺជាសត្រូវរបស់លោកតាផិនគាត់ដឹងទៀតដឹងថាគ្រូហ្នឹងសត្រូវមួយលោកតាផិនធ្លាប់ធ្វើអំពើដាក់លោកតាផិនទៀតក៏តែធ្វើអត់ចូលបាទធ្វើអត់ចូលដោយសារលោកតាផិនគាត់មានកូនក្រក់បាទគាត់មានកូនក្រក់ខ្មៅហងគាត់មានកូនក្រក់មនុស្សទៀតណាកូនក្រក់មនុស្សបានតែកូនក្រក់មនុស្សហ្នឹងគាត់បានពីលោកតាលោកគ្រូផាន់ឲ្យគាត់បាទអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនដល់បងប្អូនឥឡូវគិតគ្រូម្នាក់ហ្នឹងមិនមែនមិនដឹងទេខ្លួនឯងដឹងហើយថាគ្រូម្នាក់ហ្នឹងគឺជាសត្រូវរបស់លោកតាផិនក៏ប៉ុន្តែបែរទៅជាទៅថ្វាយបង្គំណាបានទទួលការចេះដឹងពីលោកតាផិនហើយបែរទៅជាអោនក្បាលថ្វាយបង្គំសត្រូវរបស់គ្រូរៀនទៀតហើយមិនមែនថារៀនទៀតរៀនហើយធម្មតាគ្រូនឹងសត្រូវមួយលោកតាផិនណារៀនហើយគេឲ្យមកឌឺទៀតមកឌឺអានេះខៅមកឌឺបងប្អូនគិតតែមកឌឺក៏ខំបរៀនចង់ងាប់ចង់រស់បែរជាមកនិយាយព្រោះអាកសែងយន់អាស្អីណាដាក់តែប៉ុណ្ណេះមកបាញ់ខ្ទេចអស់បាទអានឹងហើយគ្រូច្រើនអំសមឆៃអញ្ចឹងគុំស្ដាយក្រោយនៅពេលដែលមកថ្វាយបង្គំលោកតាផិនវិញណាចង់រៀនណាពេលដែលឃើញខ្ញុំល្បីណាបងប្អូនពេលដែលឃើញខ្ញុំល្បីថតដាក់ទូបាញ់មិនចេញបាញ់មិនទៅហើយណាពេលនឹងជាពេលដែលមកថ្វាយបង្គំលោកតាផិនខ្មុំថ្វាយបង្គំខ្មុំលោកតាផិនអត់ខ្វល់ទេខ្វល់តែចៅផលមួយទេខ្វល់តែចៅផលគាត់ហំបដោបដារហូតដល់ឡើងរហូតដល់ថ្នាក់បាទបាញ់មិនចេញបាញ់មិនទៅហើយបាទខ្ញុំបាទសួរតើអាកប្បកិរិយាខ្ញុំយ៉ាងម៉េចពេលដែលខ្ញុំជាព្រះសង្ឃប៉ុន្តែខ្ញុំអត់ចង់និយាយបើនិយាយខ្ញុំជឿជាក់ថានឹងមានអ្នកដែលមកជាស្ដីថ្មីតែដៀលខ្ញុំហើយឥឡូវបើបងប្អូនចង់ឲ្យខ្ញុំនិយាយបងប្អូនចូលរួមខមមិនអនុគ្រោះខ្ញុំនិយាយបាទបើបងប្អូនចង់ឲ្យខ្ញុំនិយាយទោះបីជាខ្ញុំបួសជាព្រះសង្ឃក៏ដោយក៏ខ្ញុំនៅរក្សាអត្តចរិតរបស់ខ្ញុំក៏តែបើមិនជាខ្ញុំនិយាយខ្ញុំជឿជាក់ថាបងប្អូនពិតជានឹងមានអ្នកខ្លះមកទឹកថ្មីតែដៀលខ្ញុំថាខ្ញុំចេះថាខ្ញុំចុះអញ្ចឹងបើបងប្អូនចង់ឲ្យខ្ញុំនិយាយបងប្អូនចូលរួមខមមិនអនុគ្រោះឲ្យខ្ញុំគ្រប់គ្នាទាំងអស់គ្នាបើខ្ញុំធ្វើការបកស្រាយតែអញ្ចឹងខ្ញុំអត់ធ្វើការបកស្រាយអានោះទេព្រោះអីបើខ្ញុំនិយាយទៅមានអ្នកផ្សេងគេចូលមកកកោគេចូលមកជេរគេចូលមកថ្មីតែដៀខ្ញុំមានអ្នកណាធ្វើសាក់សីបាទខែ2កូនទៅជួបលោកប៉ាអត់អីទេកូនបាទសើអញ្ចឹងបើដឹងវិញច័ន្ទស៊ីយ៉ាសើអញ្ចឹងបើដឹងវិញបើមកដល់មុខផ្ទះហើយដេញចេញហ្មងអូត្រូវបាទពេលខ្លះហ្នឹងលោកតានេះបាទអាគ្រូជានិច្ចបងប្អូនបើសិនជាចង់ឲ្យខ្ញុំបកស្រាយសូមខមមិនអនុគ្រោះទាំងអស់គ្នាបាទគុំខមមិនចង់ខមមិនអនុគ្រោះបើខមមិនចង់ដល់ពេលខ្ញុំនិយាយទៅហើយស្រាប់តែគេមកជេរមកបចោខ្ញុំចេះមួយចោពីវាងាប់ខ្ញុំនេះបាទអ្នកបកស្រាយនេះណាបងប្អូនតោះខមមិនទាំងអស់គ្នាអនុគ្រោះទាំងអស់គ្នាបាទខ្ញុំបាទហ៊ាននិយាយបាទបើសិនជាអត់អនុគ្រោះខ្ញុំអត់ហ៊ានទេព្រោះនិយាយព្រោះ Facebook បងប្អូនដឹងណាបាទអនុគ្រោះគ្រូចិត្តសពដោះលោកគ្រូជាសាក់សីបាទអរគុណបាទអរគុណច្រើនហងចាក់ជាស្ដាប់ព្រួយទី1ណា Facebook ណាបើយើងនិយាយអីតោះយើងនេះមកមកគ្នាបាយបហាយើងចេះមួយចោពីណែតើបងប្អូនអានគ្រូឲ្យច្រើនគ្នាមែនទេខ្ញុំបាទបកស្រាយដល់បងប្អូនខមមិនអានគ្រូឲ្យច្រើនហើយចូលរួមជាស្នាមបេដងម្នាក់មួយទាំងអស់គ្នាចូលរួមshareបាទចូលរួម share ទាំងអស់គ្នាណាខ្ញុំបាទនឹងធ្វើការបកស្រាយជូនបងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនបានដឹងថា
ban đăng thả vậy để không thua ta hơi việc không với đây không xong ăn luôn không đăng luôn trong tình vậy đó cứ tầng vừa bạc trong nước việc không nè nào bảo là bọn con đi chui ăn luôn tao kia mất ăn luôn bán tràn bạn ăn luôn bán trái chỉ sang bên đông tao kia nè bạn đi chỉ ca sờ lanh tao kia hay xe tao kia mẹ mùi tao kia nói mất ăn luôn bán buôn đọc nè tiếng mà bán buôn đọc nè tiếng mà bán chớn thì bạn hay đọc phim nè na châu mà hồ của cô hồ hướng sống như vậy thế này bên bọn con có ăn luôn không hết chỉ cha bọn con chỉ cha ăn luôn hết bên này anh mình ăn luôn chọc chọc hết nhóm tới đó bạn bạn Lisa ăn luôn bạn ở côn chan là bọn con châu luôn ăn luôn tao kia bạn chi vu lục luôn gì tôm đủ lò mình khai ấy dừng nửa khoang vì nó nửa khoang bên đây mình khai đấy về hướng khoang luôn ấy nha bạn ở bàn thì khủ thân ạ bạn cà pít trong gì cà pít trong gì đo riêng ọt lõ trên một bàn thù trong quan trò nó ấy hướng thu cầm tay sừng khăn kịp chị chia chun bom ôn để sám nó cái chi cái thai dưỡng thư chẳng không không có đăng đặt luôn ai không này cầm tay thư mà dưỡng thời tại xa nào với đây chỉ lẹ nặng nào bom ôn ăn có chán này tỏ là thư cả bộ sai cho nó tỏ nào bom ôn đó thế nó chỉ sang bên đâu hay trâu room xe mà đẹp mà xe tỏ kia lấy thư cả bộ sai cho nó bà bạn xong hộp tạc tích cho bom ôn bạn xong hộp tạc tích chân trong thư ca bỏ sải vẽ con chỉ mùi là ca kho này cứ việc kho không một cái hai ta vì đây bạn kho vì đây kho vì đây thì việc mạnh đương nhiên nó cũng nó bị kho mùi ta hơi tại bây giờ trong chụp lục ta phân mà đong na cái đó trong tay từ nước đây sẽ lục ta phân chỉ đây bạn nè ô lục ta nè quạt bà lục ta quạt hai nhưng mà cồn cha tay dương từ nước đây sẽ lục ta là hôn bạn nè hay lục ta còn lục chỉ không sẽ tay nhưng lực đây sẽ chặt thằng ô lục ta cùng đây nè lục côn đỏ thôn thô nè côn đỏ thôn thô là bao lục ta còn ban vùng liên dương lục hút đỏ thằng ai bằng hành nọ vây sập bẹp vậy còn một tay bài chưa dương tay thọ đã quạt phanh cố mấy dương chỉ phải xong vẽ bong chỉ po cầm tay dương từ thư trong cát trong cả nước đấy sẽ còn là hút bạn mà đong na tới cái đó từ từ chụp lục ta bật nước đấy sẽ lâu nó lục ta nó ở côn lục ta nè còn tay khỏi dạ thma ở côn lục ta cho hơn ở côn nè ở plek lục ta ở đây lục ta đo oi nè tới mà đo nó có nước đây sẽ bàn tay khi mà đang thay chỉ phải xong nước đây sẽ kru ai kho đường kho khi mà đăng tin bàn tay khi chưa tha bờ khang cút vì nấy hai chữ kia ai tha không đấng cho mặt ở hiền tha tí bàn tay chụp đo na cái đó mà tha lục ta đo vọt cái đó chung tay từ nước đây sẽ hay tay tập rap mà tay tập rap hay tay tập cả rap tha lục ta phân cứ chỉ kru bọc nhom lục ta phân cứ chỉ kru bọc nhom xung bay xung lang tới xịt ấn cọc xung bà hai bà cá đây lục ta phân cứ chỉ kru bọc nhom bà bàn tay chỉ phải sọ về đây đi bàn tay chia vào sòng hay dạng tiết khơi tay là sập về bàn tay mà đang tha năng việc khô không đất na khi mà đang tê thom đá chia vào sóng bờ sập về và sọ năng thì lục khô đang nhưng mà đang tê bà còn tay quạt chỉ kru nhom việc bà đây thom đá dương từ tua lục chỉ kru hơi nè pi để dương chia vào sọ dương sập tới chụp lục tam đó na còn dương được đây sập về group đó pi dương chia vào sóng dương mình sẽ bẻ lúc việc mình đang tham mấy ta nó chia tỏ lo chứ mà không khai cái lô miệng bong ông khai mà chỉ nói còn nó không phụt sa na còn ha lục khối support anh một bẻ sọ một bẻ chơi cho anh nó dùng việc khai trở lại mùi đang pro ấy bong ôn đang hayแต่ case of យើង ស្អីក៏គេនិយាយចេញដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងរឿងអាការដែលយើងលើកដៃស្ពះណាលើកដៃគោរពណាអញ្ចឹងដោយសារចំណុចនេះហើយលោកតាផិនពេលដែលខ្ញុំសឹកពីប្រសងមកជាប្រសក់លោកតាផិនក៏តែងតែសរសើរខ្ញុំសរសើរថាអាចៅផលក៏ថាអាចៅផលពេលដែលខ្ញុំសឹកមកក៏ថាអាចៅផលអត់ដៃចរិតឆ្មើងទេណាអាចៅផលល្បីកម្រិតណាក៏ដោយអាចៅផលនៅតែប្រកាសឈ្មោះរហូតបាទអរគុណចានបងរិនបូបាទជំរាបសួរអញ្ចឹងលោកតាផិនតែងតែគាត់មើលពីអាកប្បកិរិយាខ្ញុំចេះមួយចេះពីរតែគាត់នៅតែមានវិបដិសេរីមួយដែលសិស្សរបស់គាត់រៀនពីគាត់ខំបដិបដាលហើយបែរទៅជាយកទៅថ្វាយបង្គំសត្រូវរបស់គាត់ហើយបាទទៅថ្វាយបង្គំសត្រូវរបស់គាត់ហើយបែរទៅជាមកនិយាយឌៀបគេថាឌឺដងដាក់គាត់ណានិយាយឌឺដងសិតតាសិលសាស្ត្រណាដាក់តែប៉ុណ្្នេះទៅបាញ់ខ្ទេចទាំងអស់គ្មានស្អីណាចេះបាទបងវ៉ាន់ពៅមិនខុសទេខ្ញុំអត់ហ៊ានថាទេបងព្រួយខ្លាចខាងបើខាងពុទ្ធវិន័យខ្ញុំអត់ដឹងទេបើតែព្រួយខ្ញុំការខ្ញុំបួសក៏មិនសូវជាបានរៀនវិន័យរៀនអីច្រើនដែរព្រួយកាលនោះយើងបួសភ្លាមល្បីល្បាញបងប្អូនគាត់មករហូបាទតង់ថៃតង់យុគអញ្ចឹងទៅពេលខ្លះអត់បានរៀនវិន័យអត់បានរៀនអីច្រើនទេហើយដោយសារខ្ញុំគិតរឿងខ្លាចខុសវិន័យស្អីនិយាយហ្នឹងបានសុកចិត្តសឹកតែម្ដងណាបាទហើយក៏សូមបញ្ជាក់ជូនបងប្អូនពេលដែលខ្ញុំបាទ
បើកលក់ថ្នាំខ្មែរហើយខ្ញុំសូមបញ្ជាក់ជូនបងប្អូនពេលដែលយើងសឹកហើយយើងចាប់ដើមបើកធ្វើជាគ្រូលក់ថ្នាំខ្មែរលោកតាផិនមកជួយទៀតបាទជួយទៀតនៅពេលដែលគាត់គឺជាគ្រូលក់ថ្នាំខ្មែរដែរយើងនិយាយពាក្យគាត់ស្ដាំចេះបាទវិន័យជាបន្ទាត់ការអនុវត្តទើបជាផ្លែផ្កាអត់ខុសទេលោកគ្រូខ្ញុំអត់ដឹងដែរបាទបើអត់ខុសខ្ញុំក៏សប្បាយចិត្តដែរព្រោះខ្ញុំខ្លាចខុសបាទព្រោះទី1ណាលោកតាផិនគាត់លក់ថ្នាំខ្មែរគាត់លក់នៅច្បារអំពៅហើយខ្ញុំបើកលក់ថ្នាំខ្មែរនៅបឹងតបៃចិត្តគ្នាលោកតាផិនគាត់អត់មានដែរគិតថាអូឯងមកបើកមុខរបរដោយអញគាត់មានតែគិតថាចេះធ្វើម៉េចឲ្យអ៊ុយសផលនឹងរួងល្បីណាបាទគាត់ទៅដល់កន្លែងខ្ញុំលក់ថ្នាំខ្មែរទៅដល់ប្រាប់ផ្សំអ្នកផ្សំថ្នាំអ្នកអានថ្នាំទាស់នេះដាក់ចេះអ្នកអានដាក់កបងខ្ញុំបានឆាប់ជាអ្នកកុំដាក់ចេះអ្នកអាក្នុងក្បួនហ្នឹងនិយាយទៅលោកតាអាក្នុងក្បួនហ្នឹងវាគាត់លោកតាថាចេះតែសរសេរដាក់ទៅដាក់ចេះនេះគាត់ប្រាប់អញ្ចឹងខ្ញុំក៏សរសេរក្បួនថ្មីបាទបងជីឆាយបួសប្រសងហើយមកសាពះគ្រូមានអីខុសលោកគ្រូអានេះខ្ញុំអត់ហ៊ានដឹងដែរព្រោះគីឡូក្នុងវិន័យបងបាទបងជីឆាយព្រោះក្នុងវិន័យវាមានវិន័យសាមណេរផ្សេងវិន័យភិក្ខុផ្សេងប៉ុន្តែខ្ញុំការបួសនោះខ្ញុំជាភិក្ខុអញ្ចឹងភិក្ខុហ្នឹងវាមានវិន័យច្រើនណាវិន័យស្អីច្រើនណាបើប៉ុន្តែគ្រាន់ខ្ញុំអត់បានសិក្សាទាំងអស់អញ្ចឹងក៏លោកតាផិនទៅជួយប្រាប់ទៀតណាអាថ្នាំទាស់នេះដាក់ប៉ុណ្ណេះបានដាក់ផឹកភ្លាមតើកូនពេងជាណាដាក់ភ្លាមបាត់ហឹងធៀបបាត់អីចេះណាក្បួនទី2ដល់ពេលហ្នឹងបាទខ្ញុំដឹងថាអូក្បួនរបស់លោកតាផិនដែលកត់តែប្រហែលសិស្សណាដែលរៀនហើយក្បត់គ្រូអត់មានបកកែទៅរួចទេណាដូចជាស្រាគេហៅស្រាផ្សំស្រាស្បូនបាទផ្សំស្រាស្បូនដូចផ្សំស្រាស្បូនអញ្ចឹងផ្សំស្រាស្បូនលោកតាមកប្រាប់ដាក់អញ្ចេញណាដាក់អញ្ចេញមកបកកែណាលោកតាមកជួយប្រាប់អីពេលខ្លះខ្ញុំសុំបញ្ជាក់គេមករកទិញថ្នាំគាត់ពេលខ្លះគាត់ណោះទៅទិញថ្នាំមកចៅផលគាត់ចង់ឲ្យយើងបាទចង់ឲ្យយើងចង់និយាយថាឲ្យយើងមានកម្លាំងចិត្តក្នុងការនេះហើយគាត់លោកតាប្រាប់រហូតបាទចុះអន្សមឆ្អិនវិញលោកគ្រូឥឡូវបងប្អូនចង់ដឹងអត់ពាក់ព័ន្ធជាមួយនឹងគ្រូចាអន្សមឆ្អិនមិញគ្រូចាអន្សមឆៅណាគ្រូចាអន្សមឆៅហ្នឹងមកថាទៅរៀនពីគ្រូមួយហើយទៅរៀនគ្រូមួយទៀតហើយពេលខ្លះទៅរៀនមិនមែនគ្រូនេះគ្រូដែលជាសត្រូវរបស់គ្រូនេះទៀតអញ្ចឹងពេលរៀនហើយណាពេលដែលខ្ញុំជោគជ័យល្បីបងប្អូនពេលដែលខ្ញុំល្បីណាទៅសាពះលោកតាទៅសាពះសុំទោសលោកតាលោកតាផិនណាទៅសាពះសុំឲ្យលោកតាផិនសុំខ្មាទោសសុំអីលោកតាផិនថាអត់អីទេតាមានតែខឹងអីសាពះនឹងសាពះរបៀបមិនដឹងសាពះមកនិយាយមិនទេលោកតាកណាខំចៅខំប្រឹងគ្រប់លោកតារៀនមួយលោកតាច្រើនណាស់លោកតាអត់ជួយខ្ញុំឲ្យល្បីឲ្យបកកែចេះមើលឥឡូវគេមករៀនក្រោយគេបានឡើងទៅប៉ុស្តិ៍ទូបាញ់មិនចេញបាញ់មិនត្រូវចេះមួយចុះពីរអេមកធោដាក់លោកតាទៀតណាគោរពគ្រូខ្លួនមិនខុសទេអត់ដឹងដែរបងបាទណាមកថ្វាយអង្គមសុំមកសុំឲ្យមិននិយាយស្រួលសិតថាចង់ចោទថាលោកតានឹងលំអៀងមិនក៏បរៀនខ្ញុំច្រើនហើយគាត់នឹងខំគោរពកាន់អីណាគោរពចេះអញ្ចឹងខ្ញុំលោកតាផិនគាត់មកប្រាប់ខ្ញុំហើយគាត់សើចគាត់ថាសើចហើយខ្ញុំក៏មិនហ៊ាននិយាយអីប៉ះពាល់ដែរខ្ញុំថាស៊ីសងលោកតាទេលោកតាចង់បរៀនគាត់ថែមទៀតអីអានេះជាសិទ្ធិរបស់លោកតាបាទឥឡូវតោះចូលគ្រូអន្សមចិនម្ដងគ្រូចានអន្សមចិនអន្សមចិនមិនវិញតើបងប្អូនបាទចង់ដឹងអត់ពាក់ព័ន្ធជាមួយគ្រូចានអន្សមចិនបាទតោះបងប្អូនទាំងអស់គ្នាបើចង់ដឹងបាទខមមិនចង់ម្នាក់មួយទាំងអស់គ្នាបាទសូមហូបទឹកមួយសិនបាទប្រហែលជាអ៊ីនធឺណិតខ្សោយអញ្ចឹងបាទតោះឥឡូវបងប្អូនទាំងអស់គ្នាចង់ដឹងអត់បាទអូហ្វៃហុងបាទគ្រប់ដូចគ្នាបាទគ្រប់ដូចគ្នាបាទហើយចង់ដឹងអត់ពាក់ព័ន្ធជាមួយនឹងគ្រូចានអន្សមឆ្អិនវិញបាទគ្រូចានអន្សមឆ្អិនរបៀបម៉េចបាទតោះឥឡូវបងប្អូនទាំងអស់គ្នាចូលដល់រឿងគ្រូចានអន្សមឆ្អិនហើយបើចង់ខមមិនចង់ទាំងអស់គ្នាចូលរួមជាស្នាមបេដូងម្នាក់មួយទាំងអស់គ្នាណាបងប្អូនតោះជាស្នាមបេដូងម្នាក់មួយហើយសែមម្នាក់មួយទាំងអស់គ្នាណាបងប្អូនតោះចូលរួមទាំងអស់គ្នាជាស្នាមបេដូងតោះឥឡូវចូលរួមបាទឥឡូវនេះចូលវគ្គចុងក្រោយឯងបាទគ្រូចានអន្សមឆ្អិនបាទតោះចូលរួមទាំងអស់គ្នាណាជាស្នាមបេដូងឲ្យច្រើនទាំងអស់គ្នាហើយ share ម្នាក់មួយទាំងអស់គ្នាបាទចូលរួមទាំងអស់គ្នា like share ទាំងអស់គ្នាណាអរគុណច្រើននឹងឲ្យគ្រូចានសំចិនបាទតោះចូលរួមទាំងអស់គ្នានឹងឲ្យផ្ដល់ជាកម្លាំងចិត្តបងប្អូនយកឲ្យបងប្អូនផ្ដល់ជាកម្លាំងចិត្តជាស្នាមបេះដូងទាំងអស់គ្នាហើយសូមជាការ share របស់បងប្អូនម្នាក់មួយបានទេឥឡូវសូម share ចុងក្រោយនេះឥឡូវម្នាក់មួយទាំងអស់គ្នាបាទឥឡូវបងប្អូនតោះឥឡូវចោះចូលរួមទាំងអស់គ្នាជាការ share ចុងក្រោយម្នាក់មួយណាចូលរួមឲ្យបងប្អូនកុំភ្លេចណាចុច review កាយ5ទាំងអស់គ្នាដើម្បីជាការការពារ page ណាចូលរួមទាំងអស់គ្នាណាបាទសូមហូបទឹកមួយសិនបាទហូបទឹកមួយសិនហើយនឹងធ្វើការបកស្រាយពាក់ព័ន្ធជាមួយនឹងគ្រូច្រើនអន្សមឆ្អិនវាមានអ្វីដែលខ្ញុំបកស្រាយនេះជាការដែលខ្ញុំបានជួបផ្ទាល់តោះបន្តវិសុទ្ធអន្សមឆ្អិនគឺដូចលោកប៉ានេះហើយគឺខិតខំប្រឹងប្រែងនឹងគោរពនឹងហើយអរគុណច្រើនណាអរគុណច្រើនណាស្កាប់ខ្មែរអរគុណនេះគ្នាតោះឥឡូវសូមធ្វើការបកស្រាយសូមហូបទឹកសិនហើយធ្វើការបកស្រាយ
តែបងប្អូនកុំភ្លេចណាចូលរួមមកសែម្នាក់ទាំងអស់គ្នាបាទពាក់ព័ន្ធជាមួយនឹងគ្រូច្រើនអន្សមឆ្អិនតាមពិតអត់មានអីប្រមាថទេបាទអាចកំបាំងនៃការគ្រូច្រើនហើយអន្សមឆ្អិនបានន័យថាវាអត់ខុសវាជារឿងមួយយើងគ្រូប្រមាណក៏ដោយសំខាន់យើងបើកបេះដូងឲ្យច្បាស់បើកបេះដូងឲ្យច្បាស់មុននឹងយើងទៅរៀនជាមួយគ្រូណាមួយទៀតយើងគួរតែប្រាប់លោកគ្រូដែលជាគ្រូរបស់យើងថាឥឡូវលោកគ្រូបើសិនជាខ្ញុំចង់រៀនជាមួយលោកគ្រូផ្សេងទៀតមិនដែរឥឡូវបើខ្ញុំរៀនជាមួយលោកគ្រូអស់ហើយណាធម្មតាគ្រូបរៀនគាត់តែងតែប្រាប់ហើយនេះចេះនេះអានឹងរៀនចេះអញ្ចឹងពេលដែលគ្រូបរៀនយើងគាត់បរៀនប៉ុណ្ណឹងហើយគាត់ថាអស់ហើយលោកគ្រូចេះអស់ចេះតែប៉ុណ្ណឹងឯងគ្រូមានក្បួនតែប៉ុណ្ណឹងឯងអញ្ចឹងបើបងប្អូនចង់ទៅរៀនគ្រូផ្សេងទៀតហើយមិនមែនជាកំហុសយើងទេតែបងប្អូនត្រូវរក្សាចរិតមួយគោរពគ្រូទោះបីជាគ្រូគាត់ថាអស់ក្បួនក៏ដោយហើយយើងទៅរៀនក្បួនពីគ្រូផ្សេងទៀតគុំគិតថាគ្រូគាត់អស់ក្បួនហើយគ្រូផ្សេងទៀតឲ្យក្បួនមកយើងខ្លាំងជាគ្រូនេះអញ្ចឹងគ្រូនេះគឺសម្រាប់អត់មានអីអស្ចារ្យក៏មិនត្រូវការគោរពទេត្រូវការគោរពគ្រូថ្មីទៀតវាអត់មានអីដែលត្រូវប្រមាថទេទី1បើសិនជាបងប្អូនទៅរៀនសិលសាស្ត្រពីលោកគ្រូណាក៏ដោយពេលដែលទទួលការរៀនសូត្រពីលោកគ្រូនឹងចប់សពគ្រប់អស់លោកគ្រូថាអស់ហើយក្បួនខ្នាតលោកគ្រូបកគលឲ្យអស់ហើយអញ្ចឹងយើងចង់ទៅរៀនពីគ្រូណាទៀតគួរតែទៅថ្វាយបង្គំគ្រូដើមរបស់យើងណាដែលជាគ្រូបង្រៀនយើងហ្នឹងសួរថាលោកគ្រូបើលើកខ្ញុំចង់រៀនបន្ថែមទៀតដោយសារលោកគ្រូអស់ក្បួនចំណេះហើយខ្ញុំចង់បន្តទៀតឲ្យវាបានខ្លាំងជាងនឹងទៀតតើអាចរៀនគ្រូផ្សេងទៀតបានអត់ណានេះជាការគោរពលោកគ្រូព្រោះអីខ្ញុំចង់រៀនឲ្យបានច្រើនជាងហ្នឹងព្រោះអីឆ្នាំខ្មែរខ្ញុំក៏រៀនចប់ណាមុនអគមក៏ខ្ញុំរៀនចប់អញ្ចឹងបើសិនជាចង់ឲ្យខ្ញុំរៀនចង់រៀនបន្តទៀតថែមទៀតតើអាចកើតអត់លោកគ្រូបើសិនជាលោកគ្រូមានប្រសាសន៍មកហើយបើសិនជាលោកគ្រូថាអត់ខ្ញុំអត់រៀនទេនិយាយប្រាប់លោកគ្រូឲ្យត្រង់អញ្ចឹងគ្រូគាត់ថាអត់អីទេរៀនទៅប៉ុន្តែរៀនជាមួយគ្រូណាយើងត្រូវប្រាប់គ្រូទៀតឲ្យច្បាស់ថាឥឡូវខ្ញុំទៅចង់ទៅរៀនជាមួយលោកគ្រូនោះណាឥឡូវគាត់ថាលោកគ្រូលោកតាផិនជាគ្រូទី1ឥឡូវខ្ញុំចង់ទៅរៀនជាមួយលោកគ្រូណាមួយទៀតឈ្មោះអីដូចថាដូចលោកតាវ៉ែនអញ្ចឹងយើងត្រូវសួរលោកតាផិនបើសិនជាលោកតាផិនគាត់ថាឲ្យរៀនទៅអញ្ចឹងបើទោះជាលោកតាវ៉ែនជាស្ត្រូវក៏ដោយក៏យើងអត់មានខុសដែរអត់មានជាប់ទោសពីការប្រមាថគ្រូទេអញ្ចឹងទៅរៀនពីលោកតាវ៉ែនហើយយើងនៅតែមកគោរពលោកតាផិនតដែរជាគ្រូតដែរអញ្ចឹងអាហ្នឹងវាអត់មានសមឆៅទេយើងរឹតតែមានចំណេះជំនាញអញ្ចឹងគាត់អត់អាចបន្ទោសយើងបានទេបើទោះជាគាត់មិនឲ្យក្បួនខ្នាតយើងក៏យើងអត់ខុសដែរហើយយើងកុំទៅអួតយកក្បួនលោកគ្រូវ៉ែនមកអួតប្រាប់លោកតាផិនថាក្បួនគេបកកែណាអាហ្នឹងទី1ទី2ខ្ញុំសូមបន្តទៀតពាក់ព័ន្ធនឹងការរៀនជាមួយលោកតាវ៉ែនចំមុននឹងយើងទៅរៀនគ្រូណាទៀតយើងត្រូវមកសួរលោកតាផិនទៀតលោកតាផិនឥឡូវខ្ញុំរៀនពីលោកតាវ៉ែនចប់សពគ្រប់អស់ហើយណាឥឡូវខ្ញុំចង់ទៅរៀនពីលោកគ្រូផ្សេងទៀតតើអាចបានអត់លោកតាអាចជួយណែនាំឬក៏នេះព្រោះឯងខ្ញុំមិនសូវជាដឹងអញ្ចឹងលោកតាផិនគាត់នឹងណែនាំឬក៏គាត់អត់ណែនាំក៏គាត់ថាអត់អីទេរៀនទៀតទៅអញ្ចឹងយើងមុននឹងទៅរៀនក៏ទៅថ្វាយអង្គមលោកតាវ៉ែនបន្តទៀតសុំលោកតាវ៉ែនតើលោកតាវ៉ែនអាចអនុញ្ញាតឲ្យយើងទៅរៀនទៀតអត់បើលោកតាវ៉ែនថាអត់ឲ្យអញ្ចឹងយើងគួរតែបញ្ចប់ប៉ុណ្ណឹងគោរពគ្រូពីរហ្នឹងទៅណាត្រឹមប៉ុណ្ណឹងអានឹងសមអត់ឆៅទេអញ្ចឹងគ្រូទាំងពីរគាត់ហ្នឹងណាគាត់អត់ឲ្យយើងរៀនទៀតបែរថាគាត់មានអ្វីដែលល្អជាងហ្នឹងហើយអញ្ចឹងយើងធ្វើការគោរពគាត់ដោយចិត្តស្មោះខ្ញុំជឿជាក់ថាមុននឹងក្រោយគាត់នឹងផ្ដល់អ្វីម្យ៉ាងទៀតឲ្យយើងមិនមែនគាត់អត់ឲ្យរៀនអាចទៅលួចរៀនបាទទៅលួចរៀនចៃដន្យលួចរៀនចំអាគ្រូដែលជាសត្រូវជាមួយគាត់នោះគេអត់មកទេគេធ្វើគ្រូគេអត់មកទេប៉ុន្តែគ្រាន់តែពេលដែលយើងមករកគាត់អត់ខ្វល់ជាមួយយើងហើយពេលហ្នឹងកុំស្ដាយក្រោយណាកុំស្ដាយក្រោយដូចអ្នកដែលទៅរៀនពីលោកតាផិនហើយបែរជាមកសុំបវរលោកតាផិនថាមិនក៏អត់ផ្ដល់ណាអ្វីល្អឲ្យគាត់ដូចខ្ញុំអញ្ចឹងខ្ញុំរៀនពីលោកតាផិនចប់អស់លីងណាលោកតាផិនគាត់ឲ្យទាំងសភៅទៀតគាត់ថាកត់ហើយខ្ញុំគុំថាអារឿងឲ្យសភៅនេះអង្គុយកត់តលុះខ្សែបាទអត់បាយក៏អត់បាយក៏សុកចិត្តដែរអង្គុយកត់យកមែនទេបាទលោកតាផិនដល់អើយទៅហូបសិនទៅណាលោកតាមិនយកសភៅទៅណាទេអត់ទេកត់តចប់រៀនសូត្រដល់ពេលរៀនចប់សពគ្រប់អស់ហើយនៅពេលដែលខ្ញុំចង់រៀននៅវិជ្ជាផ្សេងទៀតខ្ញុំថាឥឡូវខ្ញុំលោកតាខ្ញុំមានលោកគ្រូម្នាក់គាត់នៅខាងគេហៅទឹកឃ្លាំងខ្ញុំចង់ទៅរៀនវិជ្ជាពីគាត់ព្រោះលឺល្បីថាគាត់ចេះស្នេហ៍ខ្លាំងចង់ទៅរៀនចេះតើអាចបានអត់លោកតាផិនគាត់អង្គុយមកទូលោកតាថាអត់អីទៅរៀនចុះលោកតាសួរថាគេចេះអីខ្លះ
ខ្ញុំប្រាប់ថាគេចេះខាងស្នេហ៍ចេះខាងស្នេហ៍ខ្លាំងណាស់ហើយនឹងចេះក្បាច់គុណចេះអីទៀតហើយខ្ញុំគាត់ថាតើអាចទៅបានអត់លោកតាថាអត់អីទេបើចេះគាត់សួរអាយុប្រហែលឈ្មោះអីខ្ញុំប្រាប់ថាឈ្មោះលោកតាចាំណាគាត់នៅភូមិនេះគាត់ថាអត់អីទេបើចេះអញ្ចឹងទៅរៀនទៅខ្ញុំក៏ទៅរៀនបានពេលដែលរៀនចប់មកវិញក្បួនកាពីដែលរៀនតែប្រហែលណាខ្ញុំយកមកបង្ហាញលោកតាផិនទៀតណាលោកតានេះក្បួនអ្នកខ្នាតដែលខ្ញុំរៀនបានចេះតើមិនដែរលោកតាផិនថាមិនបាច់ទេបាច់ឲ្យលោកតាមើលទេទុករៀនខ្លួនឯងទៅខ្ញុំមានខ្ញុំបើកបេះដូងរហូតដល់ថ្នាក់ហ្នឹងបើកឲ្យលោកតាផិនមើលលោកតាថាអត់ទេមិនបាច់ទេខំតែរៀនពីគេអស់លុយច្រើនណាស់រៀនទៀតទៅខំប្រឹងរៀនរហូតដល់ថ្នាក់ខ្ញុំរៀនហើយខ្ញុំទៅពិភាក្សាមួយលោកតាថាខ្ញុំរៀនសិលស្នេហ៍លោកតាក៏ប៉ាកែហើយរៀនសិលខាងនោះមិនក៏ដូចជាសូទៅអត់ទាន់ឃើញស័ក្តិសិទ្ធិអញ្ចឹងលោកតាថាអត់ស័ក្តិសិទ្ធិរបៀបម៉េចខ្ញុំថាពេលដែលខ្ញុំរៀនសិលរបស់លោកតាផិនខ្ញុំចង់និយាយថារៀនពីលោកតាសូទៅវាឃើញលក្ខណៈមានប្លែកចេះឃើញដូចថាបើព្រាយសិលព្រាយគឺសូទៅមកឃើញព្រាយតែម្ដងណាសិលរបស់លោកតាផិនសិលលោកតាផិនបើសិនជាសូគេថាបល័យព្រាយឬក៏សិលព្រាយសូមកគឺព្រាយមកស្ដែងភ្នែកតែសិលខាងគាត់មិនក៏អត់ឃើញអញ្ចឹងលោកតាផិនថាអញ្ចឹងចេះមកយកសភៅនោះមកមើលណាលោកតាផិនយកមកខ្ញុំក៏យកឲ្យមើលហើយគាត់ក៏មើលសាច់សិលហ្នឹងគាត់មើលសាច់សិលហ្នឹងហើយគាត់ក៏ចូលទៅក្នុងបន្ទប់បើចូលបន្ទប់គាត់អង្គុយសូត្រប្រហែលជាខ្ទង់1ម៉ោងខ្ញុំអង្គុយលេងក្រៅនៅក៏ឲ្យខ្ញុំអង្គុយលេងក្រៅមួយលោកយាយពូនគាត់ឈ្មោះទេខ្ញុំភ្លេចបាត់ហើយខ្ញុំហៅយាយផិនខ្ញុំអត់ដែរអត់ភ្លេចឈ្មោះគាត់ហើយខ្ញុំហៅគាត់តែយាយផិនទេអញ្ចឹងក៏អង្គុយលេងមួយលោកយាយបាទអង្គុយលេងមួយលោកយាយស្រាប់តែមានគេមករលក់ថ្នាំលក់អីចឹងទៅខ្ញុំជួយលក់ជំនួសណាយកអាថ្នាំមកកញ្ចប់បានបាទថ្នាំគាត់លក់ដូចជាមកកញ្ចប់15000 45000នេះភ្លេចបាត់ហើយប្រហែលជា15000នេះថ្នាំគាត់មកកញ្ចប់15000គេមកទិញ3កញ្ចប់ចឹងទៅយកលុយមកខ្ញុំពងរាប់តន់រាប់សួរផងលោកយាយផិនទាញលុយពីដៃខ្ញុំបាត់ហើយធ្វើដៃកុំឲ្យប្រាប់លោកតាទៀតនិយាយទៅនិយាយអាការរំលឹកគុណអ្នកគ្រូទៀតហ្នឹងបាទខ្ញុំទៅធម្មតាគេឲ្យលុយមកយើងមិនទិញ3កញ្ចប់យើងធម្មតាយើងយកកញ្ចប់មកយើងសូដាស់ឲ្យដាក់ថ្នាំមកយើងសូប្រក់ព្រំដាស់ប្រសិទ្ធិថ្នាំមិនឲ្យយើងទៅតាមក្បួនរបស់លោកតាផិនយើងសូលឺចឹងទៅលោកតាផិនគាត់នៅក្នុងគាត់ធ្វើទៅសូថាហើយក៏យកថ្នាំហ្នឹងហើយប្រក់ព្រំមកគេទៅគេយកហូបប្រាប់គេរបៀបផឹករបៀបដាំអីហើយស្រាប់តែខ្ញុំកំពុងរាប់លុយមក3កញ្ចប់45000ពងរាប់បាន30000អាចុងក្រោយ5000មិនតាន់បានរាប់ផងលោកយាយផិនទាញលុយយកខ្វាច់គាត់ធ្វើដៃគាត់ធ្វើសើចដៃគាត់ដាក់ចូលកប៉ៅគាត់ភឹបហើយក៏អង្គុយជែកលេងមួយគាត់និយាយរឿងនេះរឿងនោះចឹងទៅហើយលោកតាផិនក៏ចេញមកវិញក៏គាត់សួរថាមិញអ្នកណាគេមករកអីហើយយើងមិនហ៊ានកុហកខ្ញុំនិយាយត្រង់ថាមិញគេមកទិញថ្នាំទិញ3កញ្ចប់តែបច្ច័យទុកនៅលោកយាយតែលោកតាផិនគាត់ដឹងថាប្រពន្ធគាត់អញ្ចឹងចុះឥឡូវបងប្អូនឥឡូវយើងនិយាយលេងតិចចុះនិយាយលក្ខគុណគ្រូចូលធ្លាយទៀតឥឡូវនិយាយពីរឿងលោកយាយតិចចុះណានិយាយពីលោកយាយបន្តិចកាត់បន្តិចទៅចូលលោកយាយបន្តិចអារឿងលុយហ្នឹងលឿនណាលោកតាផិនពងតែគួយរាប់ដូចជាគេមករោធ្វើខ្សែចកេះអញ្ចឹងគេមិនដាក់ទៀនធូបបរិយគេមិនដាក់លុយគេដាក់លុយប្រមាណអញ្ចឹងទៅណាព្រោះលោកតាផិនក៏អត់被ប្រកបទេពាក់ព័ន្ធនឹងធ្វើខ្សែចកេះហ្នឹងតែគ្រាន់តែមានទៀនធូបបរិយស្អីហ្នឹងក៏ដាក់លុយអញ្ចឹងលោកតាផិនកំពុងតែតោះកូនគេយំហ្នឹងគាត់យកកថា2ស្លឹកមកចាសិលបាទចាសិល2ស្លឹកហ្នឹងហើយគួយសូផ្លុំជើញគ្រូតូចគ្រូធំផ្លុំបាទពងប្រក់ព្រមឲ្យកូនចៅតូចហ្នឹងប្រក់ណាលោកតាមិនតាន់កលេចមើលលុយហងលោកយាយលោកដៃចាប់លុយពពកមករាប់ឈឹបនៅមុខភ្ញៀវហ្នឹងបាទព្រោះខ្ញុំមួយថ្ងៃនៅតែផ្ទះលោកតាផិនទេដកមករាប់ឈឹបគាត់ធ្វើតំណឲ្យរាប់ឲ្យចាប់ហ្នឹងដូចថាលុយអញ្ចឹងចាប់ដើមរាប់ភឹបឲ្យភ្នែកគាត់មិនសូវច្បាស់គាត់រាប់មើលគាត់មូឆ្វាច់ដាក់ចូលកប៉ៅផ្លុកហើយលោកតាផិនមើលហើយតាផិននិយាយដល់ពេលគេទៅវិញតាផិននិយាយនេះវៃឯងហូតផ្លុំមកគេហើយសិនចាំគេទៅវិញចាំដករាប់ណាចាំដករាប់ហើយយាយគាត់ថាដករាប់វិញតដករាប់តែឯងយកទៅបាត់ទេអីដល់ហើយក៏នេះហើយក៏ចាប់ដើមប្រក់ព្រំមកគេទៅប៉ុន្តែពេលខ្លះខ្ញុំឃើញតាមខ្ញុំសង្កេតណាពេលខ្លះដូចជាប្រក់ព្រំបាទប្រក់ព្រំអីចឹងទៅលោកយាយអត់តន់រាប់លោកតារាប់ម្ដងដល់លោកតារាប់តែលោកតាអត់ទេលោកតារាប់ហើយដកខ្លះឲ្យលោកយាយក៏ទុកខ្លះទុកហូបកាហ្វេហើយនឹងប៉ាវកូនសិស្សបើយើងនិយាយទៅលោកតាផិនគាត់ចិត្តល្អណាស់ប៉ាវកូនសិស្សមិនខ្លាចចាំខ្ញុំនិយាយរឿងប៉ាវកូនសិស្សតើបងប្អូនតោះជាស្នាមបេះដូងទាំងអស់គ្នាបន្តទៀតជាស្នាមបេះដូងទាំងអស់គ្នាណាជាកម្លាំងចិត្តទាំងអស់គ្នាបងប្អូនជាស្នាមបេះដូងម្នាក់មួយឲ្យ share ទាំងអស់គ្នាដើម្បីផ្ដល់ជាកម្លាំងចិត្ត
បាទបន្តទៀតណាបងប្អូនតោះជាស្នាមបេះដូងឲ្យ share ទាំងអស់គ្នាម្នាក់មួយទាំងអស់គ្នាតបន្តទៀតឥឡូវលោកតាផិនគាត់ទុកលុយពីច្រើនដូចថាឆ្នាំអញ្ចឹងឆ្នាំលក់បានដូចថាគេមកយកម្ដង10កញ្ចប់អីអញ្ចឹងទៅមកកញ្ចប់ 15,000 វាបាន 5 10,000 ហើយអញ្ចឹង 5 10,000 លោកតាដក 10,000 ឲ្យលោកយាយហើយដក 10,000 ឲ្យលោកយាយហើយគាត់ទុក 50,000 នៅកប៉ៅបាទដកទុក 50,000 នៅកប៉ៅបាទហ្វេហុងលោកគ្រូខ្ញុំ share ក្នុងក្រុមហើយ share បាន 34 អូយអរគុណណាស់ហ្វេហុងមក34ក្រុមទៀតហើយអញ្ចឹងបានឡើងច្រើនថ្ងៃនេះ share ឃើញច្រើនមែនតើបាទអូឡើងច្រើនណាស់អរគុណណាស់ហ្វេហុងសម្រាប់ការ share ចែកជូនបងប្អូនអញ្ចឹងបន្តទៀតអូលើបលី hello ដូចគ្នាបាទអរគុណច្រើនវិន័យជាបន្ទាត់បាទអរគុណបាទឥឡូវខ្ញុំសូមបន្តបន្តិចពាក់ព័ន្ធជាមួយលោកតាផិនគាត់ចិត្តល្អដែលលោកតាមពិតមិនមែនបន្ទោសលោកយាយផិនទេតាមពិតលោកយាយដែលដកលុយយកមកនឹងភាគច្រើនអត់ចង់ឲ្យលោកតាផិនកាន់លោកតាផិនកាន់គាត់ដៃតលាយហើយភាគច្រើនគាត់អត់យកទៅចាយវាអីប្រេះប្រាទេគាត់ប៉ាវទៅកូនសិស្សហ្នឹងប៉ាវកូនសិស្សខ្ញុំធ្លាប់លោកតាផិនប៉ាវទេតាបាទខ្ញុំធ្លាប់លោកតាផិនប៉ាវទេតាគាត់ណាគាត់ចាប់ដើមលុយអញ្ចឹងដូចថាបានលក់បាន10កញ្ចប់អញ្ចឹងគាត់ដក 10,000 ឲ្យលោកយាយ 50,000 គាត់ដាក់កប៉ៅផ្លុកណា 50,000 ដាក់កប៉ៅផ្លុកដាក់កប៉ៅហើយគាត់ចាប់ដើមអង្គុយទៀតបាទអង្គុយលក់ថ្នាំស្ដោះផ្លុំអូខ្ញុំនិយាយអស់បងប្អូនគ្រាន់តែអង្គុយស្ដោះផ្លុំគាត់អត់មានប្រកបវិជ្ជាទេណាក្មេងក្តៅខ្លួនឬក៏ក្មេងកើតនេះកើតនោះឡើងបោះឡើងអីមកបើតាមខ្ញុំអង្គុយមួយថ្ងៃលុយបើយើងនិយាយពីសាច់លុយវិញអត់មានក្រោមពី 5 10 មើលទេអានេះគ្រាន់តែស្ដោះផ្លុំទេហើយគាត់ប្រកបវិជ្ជាទេលុយអ្នកខ្លះដាក់ 3,000 អ្នកខ្លះដាក់ 5,000 បាទអ្នកខ្លះដាក់ 3,000 លុយខ្មែរអ្នកខ្លះដាក់ 5,000 អ្នកខ្លះដាក់ 10,000 អ្នកខ្លះដាក់ 20,000 ទៅតាមមានតាមក្រគ្រាន់តែគាត់ស្ដោះមួយថ្ងៃអត់មានក្រោមពី 5 10 មើលទេគ្រាន់តែលុយរាយហ្នឹងបាទប៉ុន្តែឆ្នាំគាត់លក់ដាច់ណាឆ្នាំលោកតាផិនបាទឆ្នាំលោកតាផិនលក់ដាច់ណាមកកញ្ចប់ 15,000 មកកញ្ចប់ 15,000 មកកញ្ចប់ 15,000 បាទមកកញ្ចប់ 15,000 ហ្នឹងបានថាមួយថ្ងៃដៃជួនកាល 20 30 កញ្ចប់បាទតែគ្រាន់តែថាជួនកាលបើថាលោកតាលក់ពុបបើលុយរាប់តន់គឺលោកយាយដកទុកហើយណាលោកយាយដកទុកទិញមាសហើយទិញកក៏ខ្លាចស្រុកមានសង្គ្រាមគាត់កើតជំនាន់សង្គ្រាមមកទិញមាសទុកគាត់បានមកទិញមាសទុកហើយបើដកអត់តលោកតាផិនដកដាក់ 50,000 ម្ដង 50,000 ជួនកាល 20,000 អីចឹងល្ងាចឡើងលោកតាផិនឲ្យដូរឲ្យចៅដូរណាដូរឲ្យដូរទៅដល់ទៅទិញវិយាមកណាឲ្យដូរទៅទិញវិយាមកទិញវិយាចឹងទៅមានសាច់ខ្លែមមានអីចឹងទៅណាជួបខ្ញុំជួនកាលពេលទៅដល់គាត់ថាទៅដល់ពុកឡើងទៅដល់លើផ្ទះឃើញលោកតាវិយាមានក្លាសេតកអីហើយស្រាច់អីបាទក្លាសេវិយាអីស្រាច់ហើយខ្ញុំក៏ទៅលោកតាថាផឹកលេងទៅសบายខ្ញុំក៏នេះទៅសាច់អីចឹងទៅហើយបើដល់ពេលយើងហូបទៅលោកតាគាត់មានកម្លាំងណាច្រើនលោកតាច្រើនតែអាកំប៉ុងវែងតែ6កំប៉ុងគឺឈប់ហើយលោកតាឈប់ហើយប៉ុន្តែ6កំប៉ុងច្រើនណាបងប្អូន6កំប៉ុងហ្នឹងវាស្មើនឹង9កំប៉ុងយើងធម្មតាណាអញ្ចឹងក៏គាត់ចាប់ដើមហូបលេងជែកមួយយើងសើហើយបើគាត់ហូបលេងទៅនេះរួចគាត់អង្គុយលេងម្ដងគាត់អង្គុយលេងឲ្យស្ដាប់ឲ្យយើងហូបទៅជែកគ្នាលេងទៅណាជែកគ្នាលេងទៅបាទពេលខ្លះអស់វិយាទៅខ្ញុំថែមទៀតទិញទៅមានសាច់ខ្លែមមានអីថែមទៀតទៅគាត់ទៅជែកលេងជាមួយលោកតាកុំតែពាក់ព័ន្ធជាមួយនឹងលោកយាយខ្ញុំបញ្ចប់ប៉ុណ្ណឹងមកថាដោយសារលោកយាយដែលដកលុយហ្នឹងមិនមែនលោកយាយគាត់អាក្រក់ទេគាត់ចង់និយាយថាតើទុកនៅដៃលោកតាគឺលោកតាដកយកមកហើយតដកហើយអាលុយហ្នឹងគឺអត់បានសល់ទេគឺដឹងតែយកទៅប៉ាវហ្មងបាទហើយគាត់ចិត្តល្អណាស់លោកតាផិនឲ្យតែចូលសារច្បារអំពៅអញ្ចឹងបានលោកយាយចេះតែប្រមូលលុយគាត់ចូលសារច្បារអំពៅបើគាត់ឃើញអ្នកក្រខ្សត់គាត់ចែកទៀនណាគាត់ចែកទៀនហើយបើសិនជាគាត់សល់លុយច្រើនគាត់ទៅទិញកៅអៅគាត់ចូលចិត្តទិញកៅអៅទៅជុះណាទិញហើយតង់បាក់តង់អូគាត់មើលតាណាស្អាតគាត់ទិញហើយគាត់ដាក់បាវច្រកគាត់ទៅដូចថាគាត់ទៅខាងស្អីគេហៅអីភ្នំសូព្រោះគ្រូគាត់នៅភ្នំសូដែរគាត់ទៅភ្នំសូគឺគាត់យកកៅអៅនឹងចែកជូនអ្នកនៅភ្នំសូហើយនៅព្រោះគាត់ថាគាត់កើតតន់ជំនាន់បារាំងគាត់ថាជំនាន់នោះពិបាកហូបកៅអៅពាក់ណាគាត់ថាជំនាន់នោះពិបាកហូបកៅអៅពាក់ណាបាទអញ្ចឹងទៅគាត់ក៏ចេះតែទិញចែកចឹងទៅហើយឥឡូវតបន្តពីរឿងលោកតាផិនបន្តិចពាក់ព័ន្ធជាមួយនឹងគ្រូច្រើនមិនសមឆ្អិនអញ្ចឹងខ្ញុំតែងតែប្រាប់លោកតាផិនពាក់ព័ន្ធជាអីខ្ញុំក៏សួរឲ្យខ្ញុំបង្ហាញក្បួនខ្នាតខ្ញុំរៀនពីគ្រូណាក៏ខ្ញុំបង្ហាញគាត់ដែរអញ្ចឹងគាត់ចូលទៅអង្គុយសូត្រថាហើយគាត់ចេញមកវិញគាត់ថាសិលស្នេហ៍នេះវានៅខ្វះចំណុចមួយទៀតណាអាហ្នឹងត្រូវធ្វើពេលឲ្យគេណាគាត់ចូលទៅមិនដឹងថាគាត់សូត្រអីយ៉ាងម៉េចអាក្បួនចំណេះរបស់គាត់ដល់ហើយគាត់ចូលមកវិញគាត់ថាសិលស្នេហ៍នេះនៅខ្វះចំណុចមួយទៀតគេប្រាប់យើងរបៀបសូត្រដុតធូបដុតអីចេះសែនរបស់មែនកំតែនៅខ្វះចំណុចមួយទៀតគឺប៉ែនេះធ្វើប៉ែលក្ខណៈប៉ែកញ្ជូងចេះគាត់ប្រាប់ប៉ែកញ្ជូងនឹងចេះហើយមានលក្ខណៈគេហៅមិនទេអានេះគេហៅស្អីស្លាធម៌ព្រៃណាស្លាធម៌ព្រៃរៀបចំអានឹងជេ1ជេ2បាទអាចហៅព្រាយនឹងមកបានបើសិនជាដុតធូបថាប៉ុណ្ណឹងសូត្រហៅអត់មកទេដល់ពេលខ្ញុំធ្វើតាមលោកតាផិនបានឃើញមែនឃើញមកមែន
អញ្ចឹងតាំងពីពេលហ្នឹងមកខ្ញុំរៀនសិលពីគ្រូណាក៏ដោយខ្ញុំសុំលោកតាផិនឲ្យលោកតាផិនណែនាំខ្ញុំរហូតហើយលោកតាផិនគាត់ឆ្លាញ់ខ្ញុំគឺដោយសារខ្ញុំស្មោះស្ម័គ្រជាមួយលោកតាហើយបន្ទាប់ទៀតដល់ពេលខ្ញុំរៀនខ្ញុំដល់ពេលថ្ងៃនោះទៅចែករឿងពីរឿងខាងសង្គ្រាមសិលខាងបាញ់បោះយ៉ាងម៉េចចាំម៉េចយើងរៀននិយាយចុះនិយាយឡើងលោកតាផិនក៏គាត់ដំណើរពីលោកតាធំក៏ហៅលោកតាធំលោកតាខ្លឹមខ្នោគាត់ហៅលោកតាធំតោះខ្ញុំសូមហូបទឹកមួយសិនបងប្អូនសូមហូបទឹកសិនណាហើយនឹងបន្តទីទៀតតបន្តអរគុណច្រើនបងប្អូនសម្រាប់ការគ្រប់គ្រងអញ្ចឹងក៏បន្តទីទៀតពាក់ព័ន្ធជាមួយនឹងលោកតាធំនិយាយពីរឿងសង្គ្រាមហ្នឹងគាត់ថាលោកតាធំក៏ប្រកែកដែរខាងសង្គ្រាមចៅផលអីចង់ទៅអត់ខ្ញុំថាអត់ទេស៊ីសងលោកតាទេបើលោកតាឲ្យចៅទៅរៀនបានចៅទៅបើថាលោកតាអត់ឲ្យទៅចៅអត់ទៅទេព្រោះលោកតាដឹងចរិតចៅអីព្រោះចៅអាស្រ័យលើលោកតាអ្នកណែនាំលោកតាជាគ្រូដើមរបស់ចៅលោកតាអ្នកផ្ដល់កំណើតនៃការចេះដឹងអញ្ចឹងបើលោកតាថាទៅបានទៅមានអីលោកតាតោះគាត់ហៅម៉ូតូឌុបមកឡើងទៅមួយគាត់បាទឡើងទៅដល់ផ្ទះលោកតាទៅដល់ផ្ទះលោកតាខ្លឹមខ្នោដល់ពេលទៅដល់ផ្ទះលោកតាខ្លឹមខ្នោគាត់ចូលទៅដល់ភ្លាមលោកតាផិនទេសនាមហ្មងលោកតាផិនទេសនាមថាប្រាប់លោកតាខ្លឹមខ្នោថាខ្ញុំគឺជាចៅរបស់គាត់ចេះឥឡូវចៅផលនេះបានរៀនឆ្នាំរៀនមុនអាគមរៀនវិទ្យាស្អីស្នែស្នូកអីលោកតាផិនប្រាប់ទាំងអស់ទៅលោកតាខ្លឹមខ្នោដល់ប្រាប់ទៅលោកតាខ្លឹមខ្នោចេះលោកតាខ្លឹមខ្នោមើលមុខខ្ញុំលើក្រោមហើយបានគាត់អង្គុយនៅលើក្បាលក្រែគាត់អង្គុយសូត្រយ៉ាងម៉េចមកគាត់អង្គុយសូត្រមកសន្ទុះបានគាត់ចុះមកគាត់ថាអត់អីទេចាំតាឲ្យប៉ាកែណាឲ្យប៉ាកែខ្លាំងជាងអឋានបាតអង្គរទៀតណាអត់អីទេពូបមកដោះអាវខ្ញុំក៏ដោះអាវពូបទៅលោកចាខ្នងចាអីហើយក៏ផ្កាមកលោកចាធុងចាអីហើយចាខ្ងាស់ចាអីហើយចាក្បាលហើយខ្ញុំក៏មិនដឹងថាចានឹងមិនទេប៉ុន្តែពីចាព្រឺរោមព្រឺអីចេះពីចាហើយក៏ចាប់ផ្ដើមបាទអរគុណចានិស័យស្នេហ៍អរគុណណាអរគុណបាទអញ្ចឹងក៏ចាឲ្យហើយក៏លោកថាណែឥឡូវយកសិលនេះក៏ចាប់ដើមកត់ថាហើយលោកថាយកសិលហ្នឹងទៅឲ្យគេចម្រើននៅលើខ្លួនឲ្យខំប្រឹងចម្រើនពាក្យថាចម្រើនលើខ្លួនហ្នឹងមិនថាឲ្យសាក់នៅលើខ្លួនហ្នឹងទៅណាឲ្យសាក់លើខ្លួនបាទអរគុណចាបងផលាវ៉ែនបាទក៏ឲ្យសាក់លើខ្លួនហ្នឹងទៅស្រាប់តែខ្ញុំយកមកតាធម្មតាគ្រូគាត់ថាមិនខ្ញុំយកមកខ្ញុំអត់ទាន់ហ៊ានទេខ្ញុំថាខ្ញុំសួរលោកតាផិនសិនថាលោកតាផិនសិលសាក់អញ្ចឹងមិនលោកតាចាក់ទៅដាក់ជាប់ខ្លួនទៅក៏តែចៅផលអីត្រូវទៅម្ដងទៀតកុំតាន់អាសាក់ត្រូវទៅម្ដងទៀតទៅដល់ចៅផលអីត្រូវថាសុំដៃជះឲ្យយើងសុំឲ្យគាត់ប្រាប់យើងឲ្យរបៀបសុំណាថាឲ្យរបៀបនិយាយថានិយាយមួយលោកតាខ្លឹមខ្លោចនិយាយមិនហើយខ្ញុំទៅដល់ពេលណាលោកតាកណាសុំដៃជះសម្រាប់ដាក់នៅលើខ្លួនដើម្បីឲ្យគង់ឲ្យចម្រើនឲ្យទឹកណាឲ្យនិយាយអញ្ចឹងណាលោកតាផិនគាត់ប្រាប់ទៀតហើយក៏លោកតាផិននាំទៅសារនេះលោកតាផិនអត់ណែនាំទេគាត់ឲ្យខ្ញុំចូលទៅក្នុងនឹងម្នាក់ឯងគាត់អង្គុយក្រៅអង្គុយនិយាយលេងមួយយាយសម្បត្តិហើយគាត់ក៏ចូលទៅលោកតាក៏ក្លែងមើលមុខខ្ញុំលោកតាថាចុចតាផិននៅណាដល់លោកតាផិននៅក្រៅហើយចូលមកដល់ខ្ញុំក៏ហៅលោកតាចូលមកដល់ចូលមកខ្ញុំក៏ថាក៏និយាយទៅថាសុំដៃជះសិលលោកតាថាអត់អីទេឲ្យយើងធូមកពេលទៅកាលនោះឲ្យធូណាពាក្យធូមិនធូថ្លៃទេណាបាទណាយើងចង់និយាយថាឲ្យទៅស្រួលអញ្ចឹងទៅដល់លោកថាមានសភៅអត់សភៅធៀមស្រាច់ទៅធម្មតាលោកតាផិនប្រាប់ឲ្យយកសភៅមកក្បាលទំហំមកក្បាលធំចេះមកក្បាលបាទទំហំធំនោះជួយយកបន្តិចមកក្បាលប្រប៉ុណ្ណនេះមកប្រប៉ុណ្ណនេះបាទចាំតិចខ្ញុំបង្ហាញបងប្អូនបាទសភៅហ្នឹងគឺសម្រាប់ទៅរៀនពីនេះមកក្បាលប្រប៉ុណ្ណហ្នឹងហើយក្រាស់របៀបអញ្ចឹងមកក្បាលអញ្ចឹងបាទយកទៅដល់លោកតាខ្លឹមខ្នោបកស្លឹកសភៅមកលោកចាសុទ្ធតែដៃជះនេះចារបៀបចេះនេះបងប្អូនឃើញនេះចារបៀបចេះនេះចារបៀបចេះនឹងចារបៀបអញ្ចឹងចាបាទចាគាត់ចាជាអញ្ចឹងហើយគាត់ថាឲ្យយកមកសាក់ពេញខ្នងមកយកឲ្យចម្រើនច្រឡំសាក់ឲ្យចម្រើនពេញខ្នងទៅចៅផលអីលេងងាប់ហើយណាត្រូវក៏ហៅចៅផលអីលេងស្លាប់ហើយនៅក្នុងសង្គ្រាមណាឲ្យដាក់នៅខ្នងហើយធម្មតាខ្ញុំធ្វើឲ្យក្រោយខ្ញុំអត់ចោលលោកតានេះទេខ្ញុំសួរទៀតខ្ញុំសួរថាលោកតាបើសិនជាដាក់ហ្នឹងក៏ល្អអត់លោកតាថាដាក់ទៅមិនងាយលោកតាមិនងាយឲ្យស្រួលទៀតដោយសារទី1ស្រួលហ្នឹងដោយសារចេះដោយសារលោកតាផិនគាត់ឧទ្ទេសនាមណាសិតតែចាស់ដូចគ្នាអូបងមិញហាន់បាទជំរាបសួរអញ្ចឹងក៏ចាប់ដើមឲ្យគេថាពេញខ្លួនទៅដល់បងប្អូនយើងកាលនោះក៏មិនសម្បូរលុយហ្មងដែរក៏ទៅដល់ក៏ទៅជួបនឹងបងរੂហើយនឹងដូចជាបងណុចអីហ្នឹងបាទប៉ុន្តែឥឡូវបងណុចដូចជាមិនដឹងថានៅណាតែលឺថាបុះហើយ
bạn bóng nói như là bố hay tầm nâng buôn là ná thì bóng rú ọt đăng đi ọt đăng thật con nơi ná thì bạn tập buôn nơi ná khi mà đăng này còn tay tao đó chụp bóng rú bóng nói ô một quạt lòng sặc pin mong pin xây sắp bẹp giang thôi ôi nó khỏi khơi nhẹ sạch trong chứa trong là ô chứa ngọt phố đó thấy con gì tầm lay thọm đá ca sạ và hot nó bong bóng thử tên gì thay làm ta ở lớp bong sạ năngประมาณchế buổi khi mà sơn miền lùi cắt đấy còn thà ấy đi chunประมาณ chun tư còn gì chân chun mán chun tư thấy thọm đá lục ta phấn quạt đăng tha thử chun mấy ấy mấy còn miền dương miền tiên thục ấy từ bạn đi tha miền tiên thục bạn ô bong miền chăn trá trong bát châu chất lục ru gì đường của vót đường bật bò lục ru ở con nọ ấy đi ở đây thử lẹ đi Eric Heng 2 ba một đo hơi nâng bong ôn tiền ọt niên ngày đi châu môn kia nó ngay châu môn kia nâng ngày ấy bà to tiền sắp tay lúc ta phân quạt miền điệp trong hồi quát cha bổ ràng quạt miền điệp trong tiền thục xây nó tam bất bóng nó có tham bạch như thế có tham bạch điệp trong thì chun bán chun từ còn tay ở đây lúc ta phân thư từ tam buồn khả năng xong một tập mối đâu ôn tầm ôn to chỉ sang bên đâu thôi và to thì chỉ sang bên đâu mà nặng mùi hãy xe tặng kia na xe tặng kia mà ở con chan bông ba Srini bạt 2 hay bông Sky Kim San có số đây nâng ngày ở con chan cặp mai thòm chết còn mau môn kia là hốt nâng ngày lục côn nè nâng mau môn kia là hốt to tiền to chỉ sang bên đâu to kia ôn hay cho room xe tặng kia na cho room xe tặng kia chỉ sang bên đâu hay xe tặng kia to tiền chun mong ôn không mày bà chôn dễ chọc mong cùng khai cùng mà nhẹ nhảy tràn dễ chọc chân lục ta phân quạt đằng buồn khăn ca để chấm đan côn sal trong này bạc cái thời thương mày chân quạt miền điệp trong tiền miền điệp trong sla miền điệp trong ấy miền là bọt sen bên ấy tặng nâng có điệp trong màn nâng tử hơi có tha cho thòng đá dương ở sân miền lối dương tha ở lấy chui đặt khi mà pin mà cả nó mà phay mơn lối khái chớ nữa nè chúng ta xong mà chui đặt khi mà pin mà nó mà pin mục này nó miền sal đặt mà pin nhà khang mục đi mà hay là khang khối nó đạo om mà nó điệp trong lối cả nó lấy chun ha hơi nè điệp trong hơi miền ấy bọc ôn đăng banประมาณ đấy ban tầm muối ban làm đốc mà ban năng ban sạ nó bây giờ ở tới tạ cu pin là pin non mà pin non bên đây là sạ ban làm đông mà ban năng thì mấy ban ban mà đông mà ban năng chữ pin linh đặng mà chôn mong nhẹ cả nó cái hai nhung cho chặt tới nhẹ cái hai con train ô cái hai ta con train vừa nhẹ đại dụ dương tích những cái miền đặc trong thì bạn khéo nó sẽ tạo quả dụ chớn này sẽ tạo dụ sai chương dụ chớn này bạn cả cho nó nó hai cái hai nhưng mà con train cái hai con train cho chặt mà chôn nhẹ cho dưỡng chư ban tập đông một phần năng thì ban tập đông phần năng mà pin non miền tập đông một phần năng đặc biệt nhung từ chụp mai nhung bạn mà đó theo với mai nhung xưa ra cho sạ ban phần này mai nhung có chô chất control sạ đại pi chặt đam sạ năng còn chặt đam control này ở sạ còn xu là sạ ban mà ta bán đỏ ai mà đông một phần này còn khơi còn sai còn làm bánh trắng ta chư pin ở đó hay nhưng mà còn từ tiền lục ta phân hạt đây thì ở lớp xóm Phật Nam sân Phật Nam Khmer dạy vì là tung cả là hai thì từ bình bạn bong phi hong ở con chan bạn ở con là bong phi hong bà lisa ở con hiện tôi bạn hai nó chở nó bong ôn là chia say nó bong thương te bạn chủng điệp xua lột lý đâu bạn chủng điệp xua bạn ở con bong pơ mẹ cả đá chặt đáy đi chạm sân chặt đáy chư dương nó bộc nó bạn bộc chữ nè thòm bán thì nhưng về ở tới tròn mặt bán thì bạn chấm ngày ní score rút tu ong để chia hơi ngày coi lục rú bằng hai tu ong sơ tu ong bẹp hòn nó hơi to lớp to tiền chứng đọc về tới lục ta phân hộ nằm rồi còn hộ nằm bạn gì tới tha giờ ở tới nứt lục ta phân bởi gì tới bạn bác trong chỉ côn sơ lò trô chất gì đam lục ta khi nó ngay ở con đó là xong mà to tiền chứng sắp tay lục ta phân quạt tờ rô tham ôi quạt tờ rô bây giờ ở tới tham tờ bốn ở toàn một thì ở đây là tham ấy đó hơi quạt rô tham miền bát tiêu liếp đậm mà chăng nhung đầm hộp ở tập hai chiếc bay chăng để bằng ôn hộp ở bay chăng bát bay chăng rồi đại đâm chỉ chăng đấy với bằng ôn ở miền đâm ở siêu ấy chăng đây thòng đá đâm chỉ chăng đây hộp ở tập bay chăng bằng ôn tư đôi chất bạn chứ nàng chẳng chứ đó là từ xa khỏi ọt chứ thế đã tới còn skip được bây mình làm chứ đây là chứ tịch ban này ta có trả tới dương quy thông ra ban ấy ban ọt bạch như ọt bạch ấy ban trốn men tên ban trốn non khang mục hai
តែនឹងហើយក៏ពាក់អាវកុំឲ្យគេឃើញអញ្ចឹងទៅរហូតដល់ពេលណារហូតដល់បានពេញខ្លួនហ្នឹងមិនសុកមិនពេញទេអូខ្ញុំខ្លាចបញ្ជុលណាបាទខ្លាចបញ្ជុលណារហូតដល់ពេញខ្លួនបាទហូបថ្នាំដល់ពេលសួរថាថ្នាំអីលោកតាថាថ្នាំហ្នឹងផឹកយូរទៅគង់គេហៅថ្នាំគង់ថ្នាំគង់ហ្នឹងផឹកចាក់អត់សូវឈឺទេបាទកុំតែពាក់ព័ន្ធជាមួយនឹងគ្រូច្រើនសូមបញ្ជាក់ជូនបងប្អូនគ្រូច្រើនសូមមិនឆៅគឺសូមឆ្អិនគឺទី1ខ្ញុំសូមជម្រាបយើងរៀនគ្រូណាយើងត្រូវផ្ដល់តម្លៃគ្រូហ្នឹងហើយមុននឹងទៅរកគ្រូណាផ្សេងទៀតណាបាទអូជាប្រសងហងដាដេតសេតអាត្មាសាក់ខ្មងដៃតែខ្នងដៃតែបុកដៃអូអាបុកដៃឈឺណាស់ណានេះគុណអរគុណច្រើនហ្នឹងហើយបាទលោកគ្រូគង់សាក់ចូលអត់ទេសាក់ចូលទេបាទបងយើងវងពាក់ព័ន្ធជាមួយថ្នាំគង់ណាបើសិនជាបងប្អូនផឹកឲ្យគង់កាប់លេងមុតហើយចាក់អត់ចូលទេណាបើចង់ចាក់សាក់ចាក់អីណាជាបត់ពិសោធន៍បងប្អូនចាក់ឲ្យហើយចាំបងប្អូនផឹកថ្នាំអាហ្នឹងបានតែបើបងប្អូនផឹកថ្នាំគង់ឡើងសាច់យើងចាក់លេងមុតមកជុលចាក់វាឲ្យទៅឲ្យគេសាក់អកាទេហើយកុំជឿណាខ្ញុំសូមបញ្ជាក់មួយកុំជឿអាថាសូត្របល័យបើកសាច់ពេលដែលយើងកាប់ឬថាចាក់លេងមុតហើយសូត្របើកសាច់យកមកជុលមកចាក់អត់មុតទេសូត្រអត់បើកអកាទេបាទបើកបានតែយើងគង់លក្ខណៈសិលទេបើគង់ថ្នាំអត់មុតទេណាគង់ថ្នាំអត់មុតទេខ្ញុំសូមបញ្ជាក់ជូនបងប្អូនបាទអានេះជាបទពិសោធន៍ផ្ទាល់បាទព្រោះខ្ញុំធ្លាប់ហូបថ្នាំគង់ខ្ញុំដឹងបាទហូបថ្នាំគង់ខ្ញុំដឹងពេលដែលយើងហូបដល់កម្រិតមែនទែនអត់ទេដាក់អត់នេះទេពេលបុកចឹងឈឹបដល់ពេលយើងជូតមកឆ្វាច់អត់មានទេបាទអត់មានទេបាទអញ្ចឹងអាហ្នឹងអត់ប្រយោជន៍ទេបងប្អូនបាទនេះណាត់លោកគ្រូដើម7គេកាប់ទុកយូរហើយនាងពួនហើយមាននាងពួនតើពូកែអត់ឥឡូវប្រាប់ខ្លីបើសិនជាមាននាងពួនយកមកដុតធូបសុំយកទៅណាហ្នឹងចូលមើលវីដេអូចាស់ទៅខ្ញុំធ្លាប់ប្រាប់អីណាយកហ្នឹងល្អអាហ្នឹងអត់អីទេល្អណាឥឡូវបងប្អូនយើងទាំងអស់គ្នាបាទមានអីចង់សួរនាំអត់ពាក់ព័ន្ធមកអីមើលខ្មោចប៉ូលីសមិនវិញប្រធានបត់បកស្រាយចប់ហើយតាបាទចប់ហើយបាទឥឡូវបងប្អូនមានអីចង់សួរនាំបាទលោកគ្រូសាច់សចាក់ទៅឃើញស្អាតហ្នឹងអាហ្នឹងបើប៉ុន្តែបើចង់សាច់ខ្មៅក៏ស្រួលដែរបងប្អូនចង់ខ្មៅស្រួលទេផឹកខ្ញុំប្រាប់ថ្នាំបាទបើសិនចង់ខ្មៅបាទបើផឹកសអាហ្នឹងខ្ញុំអត់តនេះទេបាទឥឡូវបងប្អូនមានចម្ងល់អីចង់សួរនាំទេបាទឥឡូវមានអីឆ្ងល់អត់ពាក់ព័ន្ធមួយប្រធានបទខ្ញុំបាទបកស្រាយហើយពាក់ព័ន្ធជាមួយនឹងតើពួកអមនុស្សមានសមត្ថកិច្ចឬប៉ូលីសដាក់ទោសដែរឬទេបានវាចេះតែមកធ្វើលើមនុស្សណាបាទនិមណាតសូមអរគុណដូចគ្នាអត់អីទេឥឡូវបងប្អូនមានអីឆ្ងល់អត់ពាក់ព័ន្ធជាមួយនឹងប្រធានបទនេះប្រធានបទតើពួកអមនុស្សមានសមត្ថកិច្ចឬប៉ូលីសដាក់ទោសដែរឬទេបានវាចេះតែមកធ្វើយើងណាបងប្អូនមានអីឆ្ងល់អត់បើមានឆ្ងល់ខមមិនសួរមកពាក់ព័ន្ធជាមួយនឹងប្រធានបទបាទសាមណៈសិស្សវត្តគួសាលាវត្តអីវត្តគួសាលាខ្នាលោកគ្រូសុខសប្បាយអត់សុខសប្បាយតើនិគុណជូនពរនិគុណសម្រាប់បធរជាន់ខ្ពស់ណារឿងនរកិត្យាលោកគ្រូខ្ញុំចង់ដឹងព្រាយមានរូបរាងយ៉ាងណាអាហ្នឹងចូលមើលវីដេអូចាស់ពាក់ព័ន្ធជាមួយនឹងការអង្គុយចម្រើនគុណសិលយ៉ាងម៉េចខំប្រឹងចម្រើនតាមខ្ញុំប្រាប់ណាហើយរកគ្រូណាម៉ោង11តោះឥឡូវបងប្អូនយើងទាំងអស់គ្នាបើសិនជាអត់មានបាទបើសិនជាអត់មានខមមិនអីទេបងប្អូនទាំងអស់គ្នាណាចូលរួមចុចជារីវីវកែ5ទាំងអស់គ្នាណាបាទបើសិនជាអត់មានខមមិនអីទេចូលរួមចុចជារីវីវកែ5ទាំងអស់គ្នាដើម្បីចូលរួមការពារពេកណាហើយអរគុណច្រើនបងប្អូនម៉ោង11ជាងហើយបងប្អូននៅតែតាមទស្សនាឡើងខ្ទង់200អ្នកជាងដដែលអរគុណណាបាទហើយបងប្អូនទាំងអស់គ្នាបាទអត់ឆ្ងល់ទេអញ្ចឹងអរគុណច្រើនណាបងប្អូនទាំងអស់គ្នាសូមមេត្តាចូលរួមទាំងអស់គ្នាណាចុចជារីវីវកែ5ទាំងអស់គ្នាដើម្បីជាការពារពេកទាំងអស់គ្នាណាបងប្អូនដែលជា friend បងប្អូនដែលចុចហើយក៏អរគុណហើយបងប្អូនដែលមិនទាន់ចុចក៏សូមអរគុណទុកជាមុនបាទប៉ាលីសាស្ដាប់លោកគ្រូថ្ងៃនេះគេលក់ស្រួលហើយណាអរគុណច្រើនអញ្ចឹងដោយក្តីគោរពដោយក្តីស្រឡាញ់ដោយមនោចេតនាការរាប់អានដល់កក់ក្ដៅជ្រាលជ្រៅកលែងជូនពរបងប្អូនខ្មែរនៅក្នុងក្រៅប្រទេសប្រកបដោយពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លៀនរីឯខមមិនបងប្អូនដែលខមមិនមកហើយណាខមមិនបងប្អូនដែលខមមិនមកហើយខ្ញុំបាទបកស្រាយមិនទាន់បានបកស្រាយអញ្ចឹងស្អែកចាំខ្ញុំនឹងធ្វើការបកស្រាយបន្តទៀតជូនទៅដល់បងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាណាស្អែកនឹងធ្វើការបកស្រាយទាំងអស់គ្នាដល់បងប្អូនទាំងអស់គ្នា
បាទថ្ងៃនេះក៏សូមបញ្ចប់ប៉ុណ្ណេះព្រោះម៉ោងយប់ជ្រៅហើយបាទដោយក្តីគោរពណាស់ជម្រាបលាទាំងអស់គ្នាបាយបាយណាអរគុណច្រើនបាទអរគុណ